យើងចាញ់ដើម្បីគេហើយមើលទៅទីកន្លែងពេទ្យទេវតារស់នៅពួកឯងគឺចំណាប់ដិតឡើងមែនទេហើយនេះឆ្លាតគ្រាន់បើតែអត់ប្រយោជន៍ទេហើយនេះហើយត្រូវតែងាប់ហើយចាត់ការប្រយ័ត្ន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 ថយចេញទៅថយចេញប្រយ័ត្នវ៉ាអូយ សួស្តីបងប្អូនទាំងអស់គ្នាសូមបងប្អូនជួយចុចសញ្ញា4ជ្រុងខាងក្រោមនេះដោយបញ្ចូលទូរស័ព្ទរបស់បងប្អូនដើម្បីទស្សនាវីដេអូពេញអេក្រង់ទូទាយមកវាសនាបានមួយខានីវ៉លទូទាយជូនហ្វ្រីមិនឆាប់មិនយកលុយបងប្អូនទាំងគ្នាកុំជឿគេអីមកខានីវ៉លបាន2000ទេចេញទៅខ្លាំងតែម្ដងចាត់ទុកពួកយើងជាបករកលុយឯងក៏ហត់ទៅស្រុងទេដាក់មែនអេកុំអីអញ្ចឹងខ្ញុំបញ្ចុះតម្លៃជូនចុះសុំជឿហមមួយគួរតែបានបាយនេះយើងហមអត់បោះការគ្រប់គ្រងហើយកំពុងធ្លាក់ចូលរយៈខ្ពស់យ៉ាងលឿនប្រព័ន្ធវិទ្យាសិបរាជ័យពួកយើងច្បាស់ចប់ហើយសុំត្រឹមយន្តហោះមួយមិនអាចបញ្ចុះតម្លៃជាងនេះទៀតទេសុំវទុកផ្លាកខ្ញុំរស់ផងទៅយន្តហោះអើយសុំវហ៎ហើយអរគុណបងប្អូនទាំងអស់គ្នាដែលជួនយន្តហោះខ្ញុំហ៎អត់មានផងខ្ញុំលឺសំឡេងយន្តហោះច្បាស់ណាស់វ៉ាយន្តហោះធំមែនVivo hai.ជួយអ្នកទាំងអស់គ្នាហើយលោកគ្រូលោកគ្រូខ្ញុំមកវិញហើយអាយស៊ីជីឯងនេះគ្រូខំតែភ័យឯងនេះចំមែនហើយបាទលោកគ្រូកំពុងតែសោយសុខជាមួយជីវិតទេមែនទេអាសោយសុខមកជីវិតស្អីឯងមិនដឹងទេអាកូកាផ្អែមមែនតែនហើយឯងមកចំពេលល្អណាស់ស៊ីជីគ្រូមានរឿងល្អចង់និយាយប្រាប់ឯងនេះរឿងអីលោកគ្រូគ្រូđãបានជួយរៀបចំភ្ជាប់ពាក្យឲ្យឯងរួចហើយក្រែងឯងចេះតែរអ៊ូរទាំថាអាស្រមរបស់យើងនេះក្រមែនទេអើយគូតែនឹងរបស់ឯងម្នាក់នេះណាគឺជាតែប្រុសធំគ្រូសាលលុហើយគេនឹងមានទ្រព្យសម្បត្តិច្រើនមហាសាលមានន័យថាបន្តិចទៀតខ្ញុំអាចហូបសាច់រាល់ថ្ងៃបានហើយមែនទេប្រកាសណាសេជាវាសនាក្រីក្ររបស់ឯងសំជាមួយវាសនាអ្នកមានអ្នកប្រធមគ្រួសារលុណាហើយឲ្យតែពួកឯងតែពីរអ្នករូបបញ្ចូលគ្នាវាសនាក្រីក្ររបស់ឯងនឹងត្រូវអាលាយបាត់ភ្លាមតែម្ដងហើយព្រមលិខិតប្រកាសជាកំណត់រួចហើយឯងជឿគ្រូទៅគ្រូមិនកុហកឯងនោះទេណាល្អប៉ុន្តែលោកគ្រូខ្ញុំមិនចង់ចុះពីភ្នំនោះទេលោកគ្រូព្រោះមិនដាច់ចិត្តពីលោកគ្រូតតែសោះសេជាមិនចង់ចុះពីភ្នំឯងមិនចង់ចុះពីភ្នំកាតាបាតដែរណែឯងស្រីកមុំចិត្ត20ឆ្នាំទៅហើយគ្រូចាំ3បាច់ឯងក៏ច្រើនឆ្នាំហើយដែរអាចោះថ្លៃចំនោះគួរពិចារណាឲ្យគ្រូបន្តិចតើបាទទេលោកគ្រូខ្ញុំចុះពីភ្នំក៏បានដែរធានាបំពេញភារកិច្ចឲ្យរួចរាល់លោកបងមួនទៅយើងលោកគ្រូនិយាយពីគ្រួសារលោកនៅកន្លែងណាទៅហេ
vì võ hai óc lên ta hai muốn chạy móc lên sạch mọi bánh ตาประกอบเต้เป็ดเทวดาดาไอ้เงี้ยรู้นึกไรแบบนี้มันเข้าเต้หลอกแกนอยู่เป็ดเทวดากอดโจจะรู้นึกไรดาขมิ้นมนุษย์กันไรแต่สงบสงัดไอ้ยักษ์ปัตตาหลอกแกนอยู่สมกบรำไอ้เป็ดเทวดาชื่อบาจีบาจืดเอาจีเป็นจีมาคานเต้เนี่ยเคยเต้ไอ้ยังมาตอนเฮ้ยผมนัดเสียอยู่มาเรียกเฮ้ยลูกเสียเนี่ยนะยังบอกไอ้จับจีบาจีกรอยจืดพวกไอ้เจ้านะไอ้น้าเป็ดเทวดายืนใจจะไปกี่ฮะเมื่อเต้ที่กันไล่เป็ดเทวดารู้ในพวกไอ้คือจะนับดัดล้างแม่ที่ไอ้นี่ลัดกรอดบ่แต่เอาประโยชน์ด้วยไอ้นี่ไอ้เจ้าจะงวบเฮ้ยจัดการดู ประหยัด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 ขอเช็คได้ขอเช็คประหยัดว้าไอ้ยาโอ้ย hay da cất chẳng mạch tơครูถนัดนางบัดให้ปลาละครูนักประกาศจะเตรียมหมดให้ นี่จับจีช่องแม่ที่ อ๋อมันเต้หลานบอกนี้ให้ทางครูถนัดล้านเป็ดนางบัดให้ทางครูถนัดดาวนะลูก นี่ยัยแบบนั้นไม่ได้ไปจีลักนับใช่แม่ที่เออใส่จังไรมาปิดเนาะไอ้นี่คือเนื้อไอ้โซ่เอ้ยฉับสมัยจ่อลูกหลอกแกงเยอะสมกับใครชมกาเปียให้ไอ้ยาเอาโย่ชื่อชื่อนะชื่อนะบางฮัทครับชื่อนะชื่ออะไรเต้ไอ้อะไรเต้ไอ้ชาวโลกแกอยู่อะไรเต้ยืมอะไรเต้อัตเต้ลูกเงินปัญหานี่จอยยังพิเศษเนื่องใจเตยปืนที่แจระบอกยมจับดามเรือไปเชียงลางเรือให้ปืนไฟลูกดาวแบกโดมจะเป็นบอกยมในมันอยู่เตียเต้ខ្ញុំអាចជួយលោកបានប៉ុន្តែយកដល់ពួកយើងមាននិស្ស័យនឹងគ្នាខ្ញុំចង់ឲ្យ 20% ត្រូវតែមួយខាននីវ៉លទេគ្រប់គ្រាន់ហើយ เนี่ยพี่บากชาวบ้านนั่นพี่โลกาอยู่กับมาจื้อไอ้เนี่ยมันđangทำเอาไปนะให้เมสาวดาอย่าไม่พองตี ហើយលោកតកលក់ឈ្មោះអីទៅ ลูกสนิท លោកប្តីទីបំផាត់រកលោកប្តីឃើញហើយ พนักผลลิเสียพนักผลิตสนักแกงอยู่เนี่ยไม่ปัดทีนี้ขาดคำทักจะลูกไปได้แหละ លេខខាត់ជាប់ពីពួកយើង ถามจังมือลิขิตจวบเปียขางเลื่อนเมียนผ่านสู้ขางเกล้าเมียนยมรีไม่ได้เจษะใส่ไทยคลายจัดแต่มวยบานานาขับวัดไปทางน้ำพรมลิขิตกระเตยแต่เมียนตูลับมันอาจับเกียรติบานนี่มันลิขิตจวบเปียได้เจ็บหนักสานตา ហើយយ៉ាលោកគ្រូខ្ញុំជាអ្នករៀបចំឲ្យខ្ញុំគ្មានជំរឿទេខ្ញុំមានតែទ្រាំលោកបាក់បន្តិចដូច្នេះលោកយកទៅណាខ្ញុំព្យាបាលជំងឺលោកមិនដែរអើតែបានរៀបការជាមួយគេខ្ញុំអាចតិចផុតពីវាសនាក្រីក្រ ไอ้ยาเนี่ยจะมาไอ้นี่มันแม่เขี้ยมท้าไอ้นี่ที่ดังท้าตูเตียงให้ฉันมีมนุษย์มันเนี่ยดับรังจูแต่ดังโลกแกยกย่อมที่ให้เจ้าเนี่ยรัดไอ้นี่ทำไมบาดจีเฮ็ดเสียเลยมาเลยใครกล่าวจะกระพนกระมัดเอาที่โลกแกอายุไม่บาดจีลูกเนี่ยสำหรับ សហការរីករាយ บางกุยแบบนั้นถอดยกคนกับลำการที่กูแต่ลำกออะไรกูพูดมันเตยเจอ อ๋อมันจะปัญหา นั่นเองไปพูดสิ นายชอบพลักเฟือไอเตี้ยฉับถอดได้ อ๋อหล่อหลวกแกนอยู่เรียบกลางแมนเตนให้จอกเข้มกันยังไม่ เย้វាសនាក្រីក្ររបស់ខ្ញុំត្រូវបានបញ្ចប់ហើយថ្ងៃក្រោយខ្ញុំត្រូវធ្វើជាអ្នកមានវិញ เนี่ยโดยเชียร์เพลงจะไปมาอย่างให้ អូជួយព្យាបាលជំងឺលោកមែนទេល្អឥឡូវយើងទៅព្យាបាល อย่าโอ้ยอาการยั่วกับเลือดเป้จับเข้มพ้อง វ៉ាវផ្ទះធំមែនទេផកកំនូនេះក៏ធំដែរចំហាយទ្របពីពេញ
ធំក្លិនសត្វមាសសត្វប្រាក់តែទាំងអស់មើលចា នេះប៉ាយឥឡូវយើងចាប់ផ្ដើមបានហើយឬណា ខ្ញុំស្រេកខ្ញុំចង់ផឹកទឹក ឡោខ្ញុំចាត់ទឹកឲ្យនាងអីលោកកែយុហើយរត់លឿនពេកហើយ ស្រួលខ្លួនស្រួលខ្លួនអ្នកតាពីកំពុងធ្វើអីហ្នឹង អូយណានាងប៉ាយគ្រាន់តែណានាងញ៉ាំទឹកសោះក៏មានលក្ខណៈខុសប្លែកពីគេដែរ បានហើយចាប់ផ្ដើមព្យាបាលជំងឺយកដល់លោកជាអនាគតប្តីរបស់ខ្ញុំថ្នាំទប់ដែលខ្ញុំលាក់ទុកជាយូរខ្ញុំឲ្យលោកទៅចុះយ៉ាងម៉េចដែរ អាម៉េចក៏ធំខ្លាំងម្ល៉េះស្នាមមកពីណាធំជាក្បាលខ្ញុំទៅទៀតលេបរបៀបមិនទៅ អធិស្ឋានខ្ញុំយកច្រឡំ ស្អីគេ អាមួយនេះទៅសម្រាប់លោក ស្អីតាជារបស់ស្អីហ្នឹង គឺថ្នាំ ឲ្យខ្ញុំលេបហ៎ ប្រកាសហើយនេះជាថ្នាំទឹកផ្សំចេញពីសាច់និងឆ្អឹងមនុស្សទាំងរស់ទាំងស្លាប់បើកុំទៅយល់ដល់ពួកយើងរៀបការរួចយ៉ាងហោចណាស់លោកឲ្យខ្ញុំបាន10 Carnival ដែរណាល្អទេ លោកកែយុថ្នាំទឹកនេះបានលេបទៅអាចនឹងធ្វើឲ្យមនុស្សអ៊ុលស្លាប់តាមមើលស្រីម្នាក់នេះជាជនបោកប្រាស់ទេគេបោកលោករៀបការជាមួយនេះតើថ្នាំនេះមានប្រសិទ្ធភាពទេ ខ្ញុំគ្នាជូន អាចកាត់ជាចំណិតតូចៗឲ្យខ្ញុំលេបបានទេ អូអឺអធិស្ឋានថ្នាំទប់នេះដុតកម្លោចវាយូរពេកទៅបានជារឹងបន្តិចទៅខ្ញុំសាកម្ដងទៀតសិនសាក់បន្តិចទៅដឹង អាណាកំបាត់ខ្ញុំ គឺនៅចិត្តខ្ញុំហើយអាតាឥឡូវនេះគិតយ៉ាងម៉េចទៅ អាយ៉ាមិនខ្វល់ទេហូបទាំងអស់តែអញ្ចឹងណាប្រសិទ្ធភាពដូចតែគ្នាទេ ថាម៉េចហ៎ ត្រូវហើយហាមាត់ឲ្យធំ ណានាងប៉ាយធ្វើអញ្ចឹងដូចជាបង្ខំពេកទៀតដឹងមើលទៅលោកគេអាយុហាក់ដូចជាទ្រាំលែងបានហើយមិនឈប់ទៅអី ថ្នាំទប់នេះត្រូវតែលេបរបៀបហ្នឹងទើបមានប្រសិទ្ធភាពល្អដូច្នេះសាក់ អើយណូអើយលោកអគ្គនាយកមកពីខ្ញុំនេះមិនល្អខ្ញុំជួយលោកអគ្គនាយកមិនបានអើយក៏មិនទៅខ្ញុំអីក៏មិនទៅខ្ញុំ ឈប់ភ្លាមមនុស្សបោកប្រាស់មកពីណាហ៊ានធ្វើបោកសឿនៀនផងខ្ញុំបោកប្រាស់បងសឿនៀនបងចាំមិនហ្នឹង អរគុណដែលនៅប៉ាជឿឆ្អាលខ្ញុំមិនអីទេ បងសឿនៀនគេគ្រាន់តែជាមនុស្សបោកប្រាស់ប៉ុណ្ណោះបងមើលតែគ្រាន់តែគ្រាប់ថ្នាំធំដល់ម្លឹងកំបិតកាប់មិនដាច់បើលេបទាំងអញ្ចឹងមនុស្សមិនអស់ជីវិតទេអីមិនបានជាបងជឿគេទៅវិញខ្ញុំមិនចង់ទៅរៀបការភ្លាមខ្លាចជាស្រីមួយម៉ាយភ្លាមរៀបការ
បងសឺនៀនរៀបការជាមួយគេ ត្រូវហើយខ្ញុំនឹងប៉ាឈៀស៊ីរៀបការរួចហើយ ចុះលិខិតអាពាហ៍ពិពាហ៍ក៏រួចដែរអ្នកតែពីមិនបានរៀបការជាមួយគ្នាខ្ញុំទៅជាគូតែដឹងគាត់ ចាស់ទុំជាអ្នករៀបចំឲ្យតែប៉ុណ្ណោះទេខ្ញុំមិនដាល់យល់ព្រមជាមួយរឿងនេះទេណែនេះប៉ាយសូមអធិស្ឋានផងលោកកែងយូ បងសឺនៀន លោកកែងយូ វាវោហើយពុទ្ធជាវាយលុកបេះដូងត្រូវប្រញាប់លេបថ្នាំអីយ៉ានាងធ្វើឲ្យដាក់បងសឺនៀនសន្តិសុខចាប់នាងភ្លាមហូបពេលហើយខ្ញុំជួយជំរុញប្រសិទ្ធភាពថ្នាំនៅឈប់ភ្លឹកអីទៀតប្រញាប់ចាប់នាងភ្លាមទៅ ឆាប់ថយក្រោយលោកកែងយូលោកចេះដាហើយជើងរបស់លោកជាហើយជាពិតមែនតា ប្រាប់ហើយលេបថ្នាំរួចនឹងជាវិញឥឡូវជឿខ្ញុំហើយនៅបងសឺនៀនគេជាមនុស្សបោកប្រាស់ទេអំបញ្ញមិញមិនដឹងជាប្រើថ្នាំវិជាបីសាច់អីទេធ្វើឲ្យបងក្អួតឈាម អំបញ្ញមិញខ្ញុំអត់បានស្លាប់ទេនរណាជួយខ្ញុំដឹងច្បាស់ណាស់ណែនេះប៉ាយខ្ញុំនឹងប្រពន្ធរបស់ខ្ញុំមានរឿងផ្ទាល់ខ្លួនត្រូវដោះស្រាយសិនមិនបានទទួលនៅនាងទេសេលីណាជួយដំណើរភ្ញៀវណែនេះប៉ាយសូមជើញមេកាជាងបាទខ្ញុំទៅផ្លាស់កៅអៅសិនលោកត្រៀមកាដូនៅកន្លែងស្នាក់នៅសម្រាប់អ្នកនាងសៀឈីផងណាបាទដាស្រីសូមអញ្ជើញដាស្រីកាដូដែលអ្នកប្រុសត្រៀមជូនដាស្រីហើយកាដូអញ្ចឹងខ្ញុំពិតជាត្រូវផ្លាស់ប្ដូរវាសនាហើយ នេះគឺខូលីណាន់ពីមុនរក្សាទុកនៅក្នុងសារមន្ទីរវាគឺជាពេជ្រធំជាងគេនៅលើលោកអូហើយចំណែកខាងនេះវិញគឺអានជេរីងជារបស់ម្ចាស់ស្ត្រីក្រុងពេលធ្វើរៀបអភិសេក ទាំងអស់នេះរៀបចំទុកឲ្យខ្ញុំមែនទេ ដាស្រីលោមើលសិនទៅ ហើយហ៊ូអូសំតោអូមិនអីទេអ្នកស្រីអាចសាកមើលមួយនោះទៀតល្អហានេះមកពីខ្ញុំប្រើកម្លាំងខ្លាំងពេកមែនទេប្រហែលមកពីអាយុកាលវាយូរពេកហើយត្រូវហើយនៅសល់ខាងនេះទៀតខាងនេះទៀតខ្លាចជាអ្នកមានហើយខ្លាចជាអ្នកមានហើយវ៉ាយខ្លាចជាអ្នកមានហើយហ៎មិនមែនទេឬមួយប្តីខ្ញុំបោះដុំរបស់ខ្លាញ់ថ្លៃយ៉ាងម៉េចមិនពេញចិត្តរបស់អស់ទាំងនេះទេពេញចិត្តប៉ុន្តែខ្ញុំប្រហែលជាគ្មានវាសនាប្រើវាទេបើអញ្ចឹងចាំខ្ញុំវេលុយឲ្យមែនទេអរគុណតកែស្កេនមកទឹកប្រាក់ចូលក្នុងកណន័យចំនួន100លានខ្ញុំខ្លាចជាអ្នកមានហើយលោកពិតជាមនុស្សល្អចំពោះខ្ញុំមែនសូមអភ័យទោសគណនីស្ថិតក្នុងស្ថានភាពហានិភ័យទឹកប្រាក់ត្រូវបង្កកមិនតញ្ចឹងខ្ញុំចង់លិខិតអាពាហ៍ពិពាហ៍ជាមួយនឹងលោកស៊ឺនៀនវាស្នាក្រៃក្រខ្ញុំហាត់អីមិនទាន់រលត់បាត់
bốn tua tì bằng hang tới hàng trơn tôi cầm hóp bẹ pon này cha pra chỉnh chẳng hay ta bật bánh hạt thật là lỡ trong cửa xa nhóm មកថ្ងៃនេះយើងអបអរសាទរក្រុមហ៊ុនវាយចូលទីផ្សារបានដោយជោគជ័យការងារទាំងអស់នេះកុំបានយិនយូរជាអ្នកដឹកនាំបានល្អនោះជួយគ្រប់គ្រងពីក្រោយគឺបានច្រើនណាស់ សំណាងឲ្យពីមុនខ្ញុំស្ដាប់សម្ដីលោកអាចារ្យហុងអ៊ីប្រគល់វាសនាក្រីក្រទៅឲ្យកូនស្រីគ្រួសារប៉ាយបោះចូលចលងភ្នំទើបខ្ញុំអាចរស់នៅក្នុងជីវិតបានដោយសពថ្ងៃនេះអាយ៉ាអ៊ូអនតាខានជួបគ្នា10ឆ្នាំកាន់តរីចម្រើនជាងមុនហើយអ្នកសុំទានមកពីណាអញ្ចេះលោកមេកាមិនបានជាបណ្ដោះឲ្យគេចូលមក លេងតូចទីនេះមិនមែនជាកន្លែងដែលអាចធ្វើអ្វីស្រេចតែចិត្តទេណាចេញទៅវិញទៅ ហើយតម្រាំតែបានត្រឡប់មកផ្ទះមិនស្មានថាអ្នកទាំងអស់គ្នានៅតែមិនស្វាគមន៍ខ្ញុំតដែលនឹង មកផ្ទះហ៎តើនេះចង់និយាយពីស្អី គ្រប់គ្នាមិនយល់ថាតម្រង់មកខ្ញុំដូចធ្លាប់ស្គាល់ទេមែនទេឯងគឺបាយលូមិននឹងអាចទៅពីមុនឯងត្រូវយើងមិនមែនទេឯងកាលពីមុនរបត់ជើងធ្លាក់ជ្រុះស្លាប់ហាញតើ ឯងជាប្អូនស្រីរបស់ខ្ញុំហ៎ណែកូនស្រីឯងមិនទាន់ស្លាប់ទេតាមពិតឯងនៅរស់សោះ មិនបានជាយល់ថាខ្ញុំរស់ខ្ញុំត្រឡប់មកវិញហើយឯងជាអ្នកណាគេហ៎អ្នកណាដឹងទេផ្លូវដើរវែងឆ្ងាយងងឹតខ្លាំងណាស់ស្ពានដែលខ្ញុំឆ្លងកាត់ឡើងទៅជាខ្ញុំខ្លាចមែនតែនឆាប់ចុះមកកំដរខ្ញុំមកចុះមកកំដរខ្ញុំយើងខុសហើយយើងមិនគប្បីនឹងឯងជាកំហុសរបស់យើងឯងកំនាំយើងទៅអីណាយើងចង់រស់តទៅទៀតយើងម្ដាយចង់ក្រែងធ្លាប់និយាយថាធ្វើល្អដាក់ខ្ញុំឲ្យដូចជាកូនបង្កើតមិនក៏អញ្ចឹងសំទោសមកពីយើងលុបលន់ខ្លាំងពេកយើងមិនចេះស្កប់ស្កល់មិនគប្បីនឹងឯងយើងចង់រស់តទៅទៀតចិត្តក្រោយយើងសុកចិត្តធ្វើជាគោធ្វើសេះបំរើឯងកំនាំយើងទៅអីហើយខ្លាចហើយកំនាំយើងទៅអីម៉ាក់កូនស្រីអាចឆាប់ជួយម៉ាក់ផងបដិញខ្មៅនេះចេញទៅប៉ៃសៀវឈីមិនបានចែកនៅទីនេះប៉ៃសៀវឈីក្រែងនឹងគេជាឈ្មោះប៉ៃលក់ហ៎ប៉ៃលក់ស្អីគេទៅគេឈ្មោះប៉ៃសៀវឈីម៉ាក់មិនដឹងទេគេដណ្ដើមបងសឿនៀនបោកប្រឲ្យបងសឿនៀនចុះលិខិតអាពាហ៍ពិពាហ៍ជាមួយគេទៀតគ្រាន់បើនាងឯងធ្វើខ្មោចធ្វើព្រាបអំភ័យយើងក៏ហេតុតែចុះហ៊ានដណ្ដើមមង្គលការកូនស្រីយើងផងមើលទៅនាងថ្លាមធំពីមេឃហើយនៃតូចរឿងអំបញ្ញមិញនេះយើងមិនប្រកាន់នាងក៏បានដែរប៉ុន្តែគ្រួសារប៉ាយនិងគ្រួសារលក់មានចំណងភ្ជាប់ពាក្យរួចទៅហើយសង្ឃឹមថានាងលុបចោលមង្គលការជាមួយគ្រួសារលក់ប៉ុន្តែគ្រួសារប៉ាយយើងនឹងផ្ដល់សំណងជូននាងលែងលះមិនអាចទេខ្ញុំចូលស្នាក់នៅក្នុងផ្ទះលោកទៅហើយម្យ៉ាងទៀតគេថែមទាំងជូនកដោឲ្យខ្ញុំយ៉ាងច្រើនទៀតផងម៉ាយើងប្រាប់នាងមិនខ្វល់នាងប្រើវិធីអីបានចូលគ្រួសារលក់នាងត្រូវតែលែងលះជាមួយគ្រួសារលក់ត្រូវតែរៀបការជាមួយកូនស្រីគ្រួសារប៉ាយខ្ញុំមើលតែគេដូចជារបស់បន្លំម៉ាក់អញ្ចឹងណាតើមានន័យថាម៉េចខ្ញុំទៅជាកូនស្រីគ្រួសារប៉ាយប៉ុន្តែគេមិនមានឈាមជាប់គ្រួសារប៉ាយទេនាងនិយាយផ្ដាស់ស្អីអ៊ីងជាកូនបង្ការរបស់យើងនឹងលោកប៉ាយរឿងអីមិនមានឈាមជាប់គ្រួសារប៉ាយប៉ិតឬមិនប៉ិតអ្នកទាំងពីរសាកមើលទៅ DNA ទៅប្រកាសជាដឹងហើយប៉ាមើលប៉ាយសៀវឈីមុននេះបន្លំជាបងស្រីដណ្ដើមប្តីពីខ្ញុំឥឡូវចេះតែកខ្វក់ដាក់ខ្ញុំទៀតប៉ាដាច់ខាត់កំជឿគេឲ្យសោះត្រូវហើយដាច់ខាត់កំជឿសម្ដីវាកុំបារម្ភអីប៉ាមិនជឿសម្ដីស្រីមិនដឹងប្រវត្តិមកពីណាទេហើយគ្មានបញ្ហាបើអ្នកទាំងពីរមិនព្រមពិនិត្យទេខ្ញុំក៏មានវិធីបញ្ជាក់ដែរនាងចង់ធ្វើអីជីតាទួតលោកឈ្មោះប៉ាយជីងសានត្រូវទេត្រូវហើយតាទួតយើងជាបុគ្គលជោគជ័យបំផុតក្នុងគ្រួសារប៉ាយរាប់ឆ្នាំមកនេះហេតុអីបានជានាងដឹងរឿងទាំងអស់នេះបើជាគាត់ត្រូវហើយចាំខ្ញុំអញ្ជើញគាត់ចេញមកសួរសុខទុក្ខឲ្យទទួលស្គាល់ប៉ាយអ៊ីងជាចៅស្រីគាត់កុំចូលកុំចូលយ៉ាចាញ់ទៀតហើយមិនអីទេលេងម្ដងទៀតលោកម្ចាស់មានទូរស័ព្ទ
បានហើយឈប់ធ្វើព្រាយធ្វើខ្មោចតទៅទៀតទៅបញ្ញាប់ចេញទៅភ្លាមទៅ នេះវិជាបិសាចស្អីត្រូវហើយ អូណែពិតជាលោកតាទួតពិតមែនហើយកូនតសាយឯងនេះហើយយើងចេញមកធ្វើស្អី លោកគឺជាតាទួតរបស់ខ្ញុំត្រូវទេតាលួតនឹងប៉ៃអ៊ីងម្នាក់នេះគឺជាកូនចៅគ្រួសារប៉ៃមែនទេ គេសាវតាមិនច្បាស់លាស់ឈាមជ័រច្បុកច្បល់មិនមែនជាកូនចៅចំនួនក្រោយរបស់យើងទេណែថាម៉េចណែតាទួតបានន័យថាម៉េចគេមិនមែនជាកូនចៅឯងទេហើយចៅទួតអកតញ្ញូសូម្បីកូនចៅខ្លួនឯងក៏ចំណាប់មិនបានឯងចង់ធ្វើឲ្យយើងខឹងស្លាប់ទេអាយ៉ាបាទហើយហ្គេមចាប់ដើមលេងទៀតហើយប៉ណ្ណឹងចុះ ឥឡូវយល់ហើយនៅពិតមិនពិតច្បាស់ហើយនៅច្បាស់ទេប៉ាវីបងត្រូវតែជឿលើខ្ញុំនឹងអ៊ីងជាកូនបង្កើតរបស់ប៉ាវីមែនហើយប៉ាយ៉ាងណាត្រូវតែជឿចាស់ពួកខ្ញុំប៉ៃសៀវឈីស្អីគេនេះដូចជាមនុស្សបោកប្រាស់និយាយជាមួយតាទួតស្អីជារឿងមិនមែនពិតទេ ត្រូវហើយប៉ាវិធីបញ្ជាក់សាច់ញាតិបែបនេះដូចជាមិនគួរទុកចិត្តទេយិនយូកូនស្រីកុំរំអីប៉ាដាច់ខាតត្រូវតែជឿជាក់លើកូន តែមិនជឿខ្ញុំទៀតមិនអីទេមិនតែទៀតខ្ញុំប្រើបញ្ជាបាក់កញ្ចក់ទឹកបាក់មើលប្រពន្ធល្អរបស់លោកបាក់បញ្ឆោតលោកយ៉ាងម៉េចចាំមើលទៅលោកធ្វើជាប្តីមើលប្រពន្ធលោកឲ្យច្បាស់ទៅណាប៉ៃសេឈីខ្ញុំដាច់ខាត់មិនឲ្យនឹងប្រវក់ប៉ាខ្ញុំបំបិចបបាក់ពួកខ្ញុំទេអ្នកយាមឆាប់ឡើងដេញប៉ៃសេឈីចេញពីផ្ទះ ប៉ាយសេឈីពិតជាចេះមុនអាគមមែន អាយ៉ាប៉ៃសេឈីនាងពិតជាចេះមុនអាគមនាងឆាប់ដោះលែងពួកយើងទៅកុំបខំនេះគ្រាន់តែជាការដាប់ពីនេះបន្តិចបន្តួចបន្តិចទៀតប្រកាសជាបានមើលឃើញការពិតចាំបន្តិចសិនទៅ បានហើយយើងនឹងយិនយូត្បិតតែមិនមែនជាប្តីប្រពន្ធពេញច្បាប់ប៉ុន្តែគេស្មោះត្រង់ជាមួយយើងដាច់ខាតមិនក្បត់យើងទេណែនេះប៉ាយណែនេះថយចេញសិនទៅកុំបង្ករឿងកុំអុកលោកគ្រួសារប៉ាយ បញ្ញាប់អូមីស្រីចង្រៃអាប់ថ្មនេះចេញពីផ្ទះយើងភ្លាមទៅត្រូវហើយកុំភ្លេចវាបបាជើងវាផងអ្នកយាមឆាប់ចាប់វាទៅ ជប់ភ្លាមណែណាហ៊ានប៉ះពាល់ប្រពន្ធខ្ញុំណែណាហ៊ានប៉ះពាល់ប្រពន្ធរបស់ខ្ញុំយោលោកជើងរបស់លោកជាវិញហើយហ៎ បងសឺនៀនមិនបានជាបងមកផ្ទះខ្ញុំ បើខ្ញុំមិនមកសេឈីត្រូវអ្នកទាំងមួយធ្វើបាបមិនខានលោកម្ចាស់បាយសេឈីជាប្រពន្ធរបស់ខ្ញុំមានរឿងជាមួយនាងក៏ដូចជាមានរឿងជាមួយគ្រួសារលោកដែរធ្វើអញ្ចឹងមិនកើតក្រែងគ្រួសារយើងទាំងពីរជាប់ពីនឹងគ្នាហើយតើ មែនហើយបងសឺនៀនប៉ៃសៀវឈីតាំងពីតូចមករស់នៅក្នុងព្រៃជាមនុស្សប្រើតែកម្លាំងបាយមិនចេះធ្វើអីមិនបានជាបងរៀបការជាមួយស្រីបែបនេះ ខ្ញុំមិនដែលយកព្រមរឿងភ្ជាប់ពាក្យរវាងពួកយើងទេប្រពន្ធរបស់ខ្ញុំមានតែសេឈីម្នាក់ប៉ុណ្ណោះតោះពួកយើងទៅវិញពួកគេធ្វើអញ្ចឹងដាក់នាងពិតជាហួសហេតុបន្តិចហើយនាងកុំពិបាកចិត្តពេកអីថ្ងៃក្រោយទៅមានខ្ញុំការពារនាង ហាខ្ញុំពិបាកចិត្តបន្តិចអ្វីដែលខ្ញុំពិបាកចិត្តបើពួកគេមិនឲ្យខ្ញុំទៅវិញខ្ញុំត្រូវក្រីក្របន្តទៀតហើយ នាងគឺជាអ្នកស្រីគ្រួសារលោកមិនក៏ថាជាអ្នកក្រ អាយ៉ាណាស់ហើយចោប្រាប់លោកក៏មិនយល់ដែរ មានន័យថាម៉េច អរគុណអំបញ្ញមិនជួយបញ្ចេញកំហឹងឲ្យខ្ញុំ អញ្ចឹងតើចង់អរគុណខ្ញុំយ៉ាងម៉េច គេចង់បានលុយពីខ្ញុំទេដឹងមុននេះខ្ញុំអរគុណរួចហើយបើលោកចង់បានពីអរគុណទៀតខ្ញុំអេលោកសឺនៀនលោកកំលេចស្នៀតកែចំណេញខ្ញុំគ្មានលុយសងលោកទេអេមានមនុស្សទេជួយផង មានកាយអាយ៉ាសំទោសខ្ញុំមកមិនត្រូវពេល លោកមកចាំពេលល្អណាស់លោកលូស្លាប់បាត់ទៅហើយឆាប់ឡើង អើយលោកកែនយុបើសិនជាគ្មានលោកខ្ញុំធ្វើយ៉ាងម៉េចទៅលោកកែនយុយ៉ាងណាកុំទុកខ្ញុំចោលនៅតែម្នាក់ឯងអីបានទេលោកកែនយុ ជំងឺរើឡើងវិញទេគាត់រៀងខ្សោយប្រញាប់លើកគាត់ឡើងទៅបើមិនព្រមលើកគាត់ឡើងទេខ្ញុំនេះនឹងត្រូវស្លាប់មុនគេហើយលឿនឡើងទៅ អូ
dạ lực quạt phiền chụp bị ai ơi ôi ôi ឆាប់គ្រាគាត់ទៅបន្ទប់ខ្ញុំចាំខ្ញុំដាក់គាត់ភ្ញាក់ឡើងឆាប់ឡើងមើលតែគេជាមនុស្សមានជំងឺក្នុងខ្លួនបាត់ស្លាប់បាត់គួរឲ្យស្ដាយដែរខ្ញុំជួយលោកម្ដងទៀតខ្ញុំត្រូវយកប្រាក់កម្រៃខ្លះឲ្យបានពី Carnival បានទេលោកមិននិយាយមានន័យថាយល់ព្រមលោកយល់ព្រមហើយមែនទេតើមិនព្រមនិយាយជាមួយខ្ញុំ បាយសេឈីតែនឹងចង់ធ្វើស្អីតែនឹងចង់ធ្វើស្អី ដល់ខ្លួនហើយហ៎ប្រសើរណាស់លោកមានកម្លាំង ហ៎ ដល់ខោខ្លួនឯងទៅ ដោះខោអាវហ៎ពួកយើងទៅរៀបការនាងផ្ទះសាដល់ម្លឹងផងហ៎ អាយ៉ាលោកធ្វើជាប្រុសនឹងគេដែរមិនបានជានៅសាំញ៉ាំម្លេះប្រញាប់ឡើងដោះខោចេញទៅដោះចេញទៅឆាប់ឡើងប្រញាប់ដោះចេញ អូយមិននឹកស្មានថាលោកអគ្គនាយកល្ងងអំពីរឿងនេះសោះហើយនាងចង់ធ្វើអញ្ចឹងហ៎ អាយ៉ាប្រកាសឲ្យមិនថាវ័យឬខ្លីទេធំឬតូចខ្ញុំមិនដែលខ្លាចទេខ្ញុំមិនដែលខ្លាចទាំងអស់ រឿងសំខាន់ខ្ញុំមិនដែលសាកផងដូចជារឿងភ័យបន្តិចហើយ អត់ទេគ្រាន់តែបាត់ភ្នែកវាចូលបាត់ទៅហើយណា អញ្ចឹងក៏បានណាចប់សិន អាមកទៀតហើយ មកជុលនេះមើលទៅដូចជាធំណាស់ អាយ៉ាមនុស្សក្នុងទីក្រុងមិនបានជាចូលចិត្តភ្ញាក់ផ្អើលខ្លាំងម្ល៉េះ មិនមែនទេគឺខ្ញុំ បន្តិចទៀតអាចឈឺខ្លះប៉ុន្តែបច្ចេកទេសខ្ញុំល្អណាស់លោកក៏មិនអារម្មណ៍ពេកអីអញ្ចឹងចាំមើលចុះអញ្ចឹងខ្ញុំចូលហើយសឿនៀនមកវិញហើយហ៎ អូលោកស្រីលោកអគ្គនាយកគាត់នៅខាងក្នុងកំពុងតែសម្រាប់ កូនចំគួតនេះមកវិញមិនប្រាប់ម៉ាក់មួយម៉ាត់សោះ លោកស្រីកុំចូលទៅអី សឿនៀនពួកឯងម្នាក់នោះគឺ ម៉ា តាពិតគាត់ជាម្ដាយក្មេកខ្ញុំ នាងគឺ ម៉ាក់ការពិតអញ្ចឹងសោះច្រើនឆ្នាំនេះម៉ាក់មិននឹកស្មានថាគ្មានឱកាសបានឃើញកូនប្រសាម៉ាក់ទេកូនចំគួតនេះទីបំផុតគិតយល់ហើយឬថាឯងជួយព្យាបាលជើងសឿនៀនឲ្យជាអាយ៉ាគ្រាន់តែជារឿងតូចតាចប៉ុន្តែគេយល់ព្រមឲ្យ Carnival មិនទាន់ឲ្យខ្ញុំទេសឿនៀនឯងបានជួបសៀវឈីជាក្មេងស្រីល្អយ៉ាងនេះគឺជាសំណាងឯងតាំងពីជាតិមុនសន្យាអ្វីនឹងគេហើយបានជាបាតដៃខ្នងដៃត្រូវហើយសៀវឈីឯងជួយជីវិតសឿនៀនជាអ្នកមានគុណសម្បត្តិរបស់គ្រួសារលោកគេមិនឲ្យចាំមកឲ្យណែបន្តមរកតនេះគឺជាវត្ថុសំណាងគ្រួសារលោកមកឲ្យឯង លោកកាយុនេះជាវត្ថុតំណាងដែលគ្រួសារលោកត្រៀមសម្រាប់កូនប្រសាមើលទៅលោកស្រីទទួលយកនាងប៉ាយហើយយ៉ាងម៉េចគិតថាម៉ូតនេះចាស់កម្រិលពេកមែនទេក្នុងបន្តមានចំហាយពីឃាតមានគេចង់ធ្វើបាបម៉ាក់ប៉ុន្តែរបស់នេះមិនដែលឃ្លាតឆ្ងាយពីដៃម៉ាក់ទេម៉ាក់មួយរយៈនេះឧស្សាហ៍សម្រាប់មិនលក់អស់កម្លាំងថប់ទ្រូងថប់ដើមទ្រូងមែនទេដង្ហើមខ្លីៗគ្មានកម្លាំងកំហែងត្រូវមានអារម្មណ៍អញ្ចឹងចុះមិនក៏ឯងដឹងវាបានយ៉ាងម៉េចដោយសារចំហាយពីឃាតនេះធ្វើទុក សេជាវត្ថុប្រចាំតកូលមិនបានជាមានចំហាយពីឃាតនិយាយផ្ដេសផ្ដាស់ហើយ ចំហាយពីឃាតនៅក្នុងបន្តនេះអ្នកទាំងពីរច្បាស់ជាមើលមិនឃើញបើខ្ញុំបោកកំតិចវាទៅវាដកដង្ហើមលែងរួចទៅអ្នកទាំងពីរមើលឃើញ ឈប់សិនបន្តនេះគឺជារបស់បន្សល់ពីដូនតាមកនាងចង់ឲ្យពួកយើងមើលចំហាយពីឃាតទើបនាងចង់បោះចោលមែនទេលោកមើលងាយសមត្ថភាពខ្ញុំមែនទេខ្ញុំមើលងាយនាងយ៉ាងម៉េចគឺគ្រាន់តែ អាយ៉ាសៀវឈីមានមធ្យោបាយអីមិនបាច់បោកកំតិចវាទេល្អអញ្ចឹងខ្ញុំធ្វើវែកឆ្ងាញ់តិចហើយអូយពិតជាមានចំហាយពីឃាតមែនហើយ ដើរចាញ់ខ្លួនឯងឬចាំឲ្យខ្ញុំកំតិចចោលរួចរាល់កំចាត់ចំហាយពីឃាតរួចហើយហាម៉ាក់ដូចជាលែងឈឺក្បាលដើមទ្រូងក៏លែងថប់ដែរមានអារម្មណ៍ថាស្រស់ស្រាយដូចក្មេងជាងមុន10ឆ្នាំទៀតមានកម្លាំងកំហែងតែម្ដងមើលចុះព្រះអើយម៉ាក់ពីថ្ងៃនេះទៅម៉ាក់សម្រានលក់រហូតដល់មេឃភ្លឺ
ល្អកូនម៉ាក់អរគុណឯងខ្លាំងណាស់មកប្រអប់អលង្ការនេះឯងមើលទៅពេញចិត្តយ៉ាងណាដែរបើកមើលទៅវ៉ាអូហើយចិញ្ចៀនពេជ្រធំណាស់ធំជាងសុទ្ធមេមន់នៅអាស្រមខ្ញុំទៀតមើលចុះព្រះអើយគួរស្ដាយវាស្នាក្រៃក្រខ្ញុំមិនទាន់កំចាត់ទោះជារបស់មានតម្លៃយ៉ាងណាក៏ខ្ញុំគ្មានសំណាងប្រើវាដែរមិនពេញចិត្តទាំងអស់នេះហ៎អ្នកបំរើទៅយកខ្សែកពណ៌ឈាមព្រាបមកណាមិនបាច់ទេទាំងអស់នេះជាការងាររបស់ខ្ញុំកូនល្អចាំបាច់គួរសមជាមួយម៉ាក់ធ្វើអីមកពីម៉ាក់មិនល្អមិនដឹងថាឯងចូលចិត្តរបស់អីម៉ាក់រៀបចំបថុចញុចពេកណាខ្ញុំពេញចិត្តខ្ញុំស្រឡាញ់ណាយប់នេះមានពិធីដាក់ដេញថ្លៃពួកឯងទាំងពីរទៅជាមួយគ្នាទៅបើឯងពេញចិត្តអីឲ្យសឿនៀនដេញយកទៅឆាប់ឡើងណែគ្មានបញ្ហាទេគ្មានបញ្ហាប៉ាប៉ាឮថាការដាក់ដេញថ្លៃឆ្នាំនេះគោលដៅធំគឺដុំថ្មមរកតមួយដុំពួកយើងដេញយកទៅខ្ញុំចង់ធ្វើកងដៃយ៉ាងម៉េចដែរញ៉ាមើលថ្មគឺជាចំណេះដឹងមួយយ៉ាងសម្រាប់ថ្មដែលអាចយកទៅធ្វើជាកងដៃមរកតភាគរយដេញបានគឺតិចតួចណាស់ថ្មខ្លះពេលយកទៅលក់គឺមានតែចូលដើមទេគ្មានបញ្ហាទេថ្ងៃនេះឲ្យតែអ៊ីងពេញចិត្តទោះថ្លៃប៉ុណ្ណាក៏ដោយប៉ាប្រកាសជាទិញឲ្យនេះខ្ញុំដឹងថាប៉ាល្អជាងគេអាកានយកលក់មកដល់ហើយយកខ្ញុំមិនច្រឡំទេលោកនោះអាចក្រោកឈរដើមវិញបានឮថាលោកលូរៀបការហើយម្នាក់នៅក្បែរគាត់ជាលស្រីលក់ទេដឹងមើលចុះមើលទៅពួកគេសពគ្នាមើលទៅកន្លែងនេះស្អាតណាស់បន្តិចទៀតមានអ្វីដែលល្អជាងហ្នឹងមែនទេប៉ៃសៀវឈីកុំគិតថាការចូលរួមគ្រួសារលក់ខ្លាចជាសត្វហង្សលើមេឃអីស្វាគមន៍អ្នកទាំងអស់គ្នាអញ្ជើញមកចូលរួមដេញថ្លៃលើកនេះសូមអញ្ជើញចូលទៅកាន់ទីកន្លែងឆាប់ទៅពួកយើងអង្គុយជួបមុខគេតែម្ដងខ្ញុំសូមប្រកាសពិធីដេញថ្លៃចាប់ផ្ដើមពេលឥឡូវនេះបន្តិចទៀតពេលពេញចិត្តមួយណាគ្រាន់តែលើកស្លាកទៅបានហើយល្អលោកដាក់តម្លៃសូមចាប់ផ្ដើមដេញថ្លៃមួយ Carnival ប្រពន្ធខ្ញុំចង់មានន័យថាឲ្យ 2000 ត្រាស់ហើយ2000ណាក្នុងពិធីដេញថ្លៃនេះខ្ញុំទើបតែលើកទី1ទេដែលគេឲ្យតម្លៃទាបយ៉ាងនេះសូមអធិស្ឋានអ្នកនាងសារ៉ាចានប្រមូលទ្រព្យនេះគឺតម្លៃចាប់ផ្ដើមពី 200000 ឡើងទៅចាននឹងតម្លៃ 200,000 ពួកលោកចង់ប្លន់មែនទេ 20,000 គ្រប់គ្រាន់ខ្ញុំទិញបានមួយរទេះយ៉ាងម៉េចមួយ Carnival បានទេ30,000អ្នកទាំងអស់គ្នាអធិស្ឋានមិត្តភក្តិខ្ញុំម្នាក់នេះទើបមកពីជនបទមិនដែលឃើញពិធីដាក់ដេញថ្លៃបែបនេះទេសូមអ្នកទាំងអស់គ្នាយកយល់ផងចុះឲ្យ 2000 នេះមែនហើយ1 លានសំជាអគ្គនាយកមែនបងប្រុសប៉ៃសៀវឈីចង់ប្រជែងជាមួយខ្ញុំបើឯងចង់បានណាណាក៏ដដែលមិនបានដែរ1,500,000គ្រាន់តែចានលេខដីខ្សាច់ចង់ថែមតម្លៃធ្វើអីត្រឹមមួយ Carnival ខ្ញុំគិតថាច្រើនពេកផងចាំជាអ្នកស្រែមែនមិនយល់អីមិនទិញទេអ្នកណាចង់បានយកទៅ3 2 1សម្រាប់ 1,500,000 សូមអបអរដល់នាងប៉ៃអ៊ីងឡខ្ញុំយល់ថាអ្នកស្រីលក់ពិតជានិយាយសមហេតុផលបើខ្ញុំវិញក៏មិនចំណាយលុយ 1,500,000 ទិញចានលេងដីខ្សាច់ដែរណាប៉ៃសៀវឈីឯងធ្វើបាបខ្ញុំចាំមើលទៅឯងចាំមើលណាវត្ថុសម្រាប់ដេញថ្លៃលើកចុងក្រោយមួយនេះគឺជាថ្មមរកតបានមកពីភ្នំឈិញអ៊ីងហើយភាគរយដែលអាចកាត់បានថ្មមរកតទឹកលេខ1ស្មើនឹង2ដងលើសថ្មធម្មតាតម្លៃចាប់ផ្ដើមពី1 លាន1 លានគ្រាន់តែជាដុំថ្មហ្នឹង
ដុំថ្មក៏អាចដេញថ្លៃបានហើយនៅក្រៅភ្នំខ្ញុំរស់នៅនោះច្រើនណាស់ ជាប្រភេទថ្មធម្មជាតិដែលមិនទាន់កាត់ជ្រៀកក្រោយកាត់ជ្រៀកបើវាជាថ្មមរកតអូលោកស្រីការភ្នាល់ជាមួយថ្មដូចជាភ្នាល់ជីវិតបើសិនជាកាត់ជារួចអ្នកខ្លះខ្លាចជាអ្នកមានត្រឹមតែរយៈពេលមួយយប់អ្នកខ្លះទៀតត្រូវរលាយទ្រព្យសម្បត្តិអស់ដូច្នេះហើយសូមអ្នកទាំងអស់គ្នាដេញថ្លៃតាមសមត្ថភាព ថ្មមរកតនៅទីក្រុងសុទ្ធតែមានតម្លៃថ្លៃដល់ម្លឹង ត្រូវហើយនៅចាំទេបន្តោងដែលម៉ាក់ខ្ញុំជូននាងគឺជាថ្មមរកតត្រឹមតែម្ដុំតូចនោះតម្លៃវាដល់ទៅ100 លាន 100 លានវាអាចស្មើនឹង Carnival ច្រើនយ៉ាងហ្នឹង ត្រូវហើយប៉ុន្តែពេលនេះគឺមិនទាន់កាត់ជ្រៀកមិនដឹងថាវាជាថ្មមរកតឬកដុំធម្មតាទេ ម៉ាក់លោកមានម្ដុំតូចតម្លៃដល់ទៅ100 លានចុះបើសិនជាវាដុំធំប៉ុណ្ណេះទៅ ជាថ្មមរកតមែនណាខ្ញុំមិនដែលឃើញពីមុនទេបើសិនជារបស់ពិតនោះតម្លៃវាអាចរហូតដល់រាប់សិបលានការដាក់ដេញថ្លៃចាប់ផ្ដើមពេលនេះខ្ញុំឲ្យ2 លាន 2 លាន 2 សែន 5 លាន ឡូអ្នកនាងប៉ាយឲ្យតម្លៃ5 លានមានអ្នកណាឲ្យតម្លៃលើអ្នកនាងប៉ាយដែរទេបើសិនជាគ្មានទេដូច្នេះថ្មមួយដុំយប់នេះគឺជារបស់អ្នកនាងប៉ាយហើយ ខ្ញុំឲ្យ100 លាន 100 លានអ្នកគេឈួតទេចំណាយលុយ100 លានតិចដុំថ្មមួយដុំហ្នឹងស៊ឺឈីនាងពិតជាមានអំណាចមែន លោកប្តីចាំមើលទៅម្ដងនេះខ្ញុំបានចំណេញច្រើនចូលគ្រួសារយើងហើយចាំមើលមើលទៅស្រីជនបទដូចជានាងខួរក្បាលប្រហែលជាចូលទឹកខូចអស់ហើយ100 លានគ្រួសារលោកមិនមែនជាអ្នកបោះពុំกระดาษប្រាក់ទេគេអាចមានលុយច្រើនដល់ម្លឹងដែរមែនហើយប៉ៃសៀឈី100 លាននាងមានលុយច្រើនដល់ម្លឹងមែនទេខ្ញុំមានប្តីគឺប្តីខ្ញុំទិញឲ្យឈើនាងគិតថាបងស៊ឺនៀនជាមនុស្សល្ងងហីចំណាយលុយ100 លានទិញដុំថ្មឲ្យនាង ដុំថ្មនោះខ្ញុំដេញយកតម្លៃ100 លានសម្រាប់អបអរលោកដេញយកដុំថ្មនេះក្នុងតម្លៃ100 លាន ល្អអើយស្មានមកដល់ថាលោកឆ្លាញ់ប្រពន្ធដល់ម្លឹងសោះណ100 លានដេញយកដោយមិនព្រិចភ្នែកទាល់តែសោះ សិនបងស៊ឺនៀនប៉ៃសៀឈីគេមិនយល់ការបានជាភ្នាល់តម្លៃ100 លានដូចជាច្រើនពេកហើយតាមខ្ញុំយល់ការទិញថ្លៃនេះទុកជាមុខខែជៀសវាងបងចំណាយលុយអត់ប្រយោជន៍ទៅចូលគ្រួសារលោកសពបំផ្លាញទ្រព្យសម្បត្តិដល់ម្លឹងហើយខ្ញុំមិនមែនបំផ្លាញទេខ្ញុំមើលរួចហើយថ្មមរកតស្ថិតក្នុងដុំថ្មនេះយ៉ាងហោចណាស់ក៏បានតម្លៃ 10,000 លានដែរគ្រាន់តែជាមនុស្សមកពីភ្នំមិនអាចយល់ពីន័យអត្ថន័យដេញថ្លៃទៅកុំយល់សពទាំងថ្ងៃទៅ ថ្ងៃនេះខ្ញុំនាំប្រពន្ធរបស់ខ្ញុំមកព្រោះចង់ឲ្យនាងសប្បាយចិត្ត បងស៊ឺនៀនចុះប៉ៃសៀឈីគេចង់បានតែទ្រព្យសម្បត្តិបងគិតយ៉ាងម៉េចដុំថ្មនេះអាចជ្រាបមកជាមរកតឬអត់ខ្ញុំមិនចេះកុហកទេ គ្រួសារលោកចំណាយលុយរឿងអីត្រូវមើលទឹកមុខអ្នកដទៃ ប៉ុន្តែលុយ100 លានគឺពិតជាច្រើនណាស់ 100 លានច្រើនមែនទេគ្រួសារលោកខ្ញុំមានច្រើនជាងនឹងទៅទៀតឲ្យតែស៊ីឈីពេញចិត្តកុំថាឡើយ100 លានទោះជា 1000 លានក៏គ្មានបញ្ហាដែរ ស្ដាប់បានហើយនៅលុយប្តីខ្ញុំចង់ចាយយ៉ាងម៉េចចាយយ៉ាងហ្នឹងប៉ុន្តែដុំថ្មនេះ ប៉ៃអ៊ីងនេះមានបញ្ហាអ្វីមែនទេ មានបញ្ហាអីមែនទេអ្នកទាំងពីរបើអញនៅតែមិនអស់ចិត្តអញ្ចឹងយើងភ្នាល់គ្នាទៅភ្នាល់ថាក្នុងដុំថ្មមួយដុំនេះមានមរកតតម្លៃ 10,000 លានទេបើសិនជាឯងចាញ់ព្រោះដូចឆ្កែទៅព្រោះទៅល្អទេដុំថ្មនេះអ្នកណាអាចនឹងជ្រៀកចេញជាមរកតទៅបើជ្រៀកចេញមកមរកតហៅថាខ្មោចលង អ្នកស្រីលោកតើចង់ធ្វើស្អីចង់ជ្រៀកវានៅកន្លែងនេះមែនទេ មិនខុសទេ ជ្រៀកនៅកន្លែងនេះហ៎ថាមិនបានអាចជាថ្មមរកតលំដាប់ខ្ពស់ហើយ តែបើជ្រៀកមិនចេញមរកតទេខ្ញុំស្ដាយលុយចំនួនហើយប៉ៃសេឈីឯងយកលុយ100 លានទៅបោះចោលនាងមិនមករស់នៅក្នុងគ្រួសារលោកទេតែក៏ជារឿងល្អដល់ពេលនោះអាចផ្សំផ្គុំលោកជាមួយនឹងអ៊ីងហើយបើចេះមើលអញ្ចឹងចេញលុយ100 លានទិញថ្មនេះទៅឆាប់ឡើង មែនហើយអ្នកស្រីលោកមិនបានចាយលុយគ្រួសារប៉ាយនោះទេហើយហេតុអីចាំបាច់ឈឺឆ្អាលជំនួស បាទគ្រួសារប៉ាយចាំបានដុំថ្មមួយដុំនេះដែរបើឲ្យតម្លៃ100 លានទិញយកតែម្ដងទៅប៉ាយសេឈីយើងគ្រាន់តែបារម្ភពីឯងចុងក្រោយនៅសល់គូតខោទើបជួយដាស់តឿនជាមុនចាំបាច់ច្រឡោតដាក់យើងធ្វើអីហាសេឈីទោះជាមិនមែនថ្មមរកតក៏មិនដែរឲ្យតែនាងសប្បាយចិត្តគ្រប់គ្រាន់ហើយ ដុំថ្មនេះខ្ញុំត្រូវតែជ្រៀកវាចាំមើលឯងអាចជ្រៀកចេញស្អី តែចង់ធ្វើស្អីហ្នឹងកំប្រាប់ថាប្រើដៃពុះជ្រៀកថ្មនេះណានាងលេងចង់បានដៃហើយហ៎
បាយសៀវឈីខ្ញុំថាឯងមិនយល់ប៉ុន្តែឯងមិនជឿការកាត់ជ្រៀកថ្មត្រូវប្រើម៉ាស៊ីនកាត់បើឯងពុះជ្រៀករបៀបនេះទោះបីជាជ្រៀកចេញថ្មមរកតតែចុងក្រោយមិនសល់បំណាច់អ្វីទេខ្ញុំមិនបារម្ភទេឯងតែសារស្អីបាយសៀវឈីបញ្ញាប់ចុះមកវិញមកកុំឲ្យខ្មាស់គេលើឆាកអីចាំបាច់បង្ខំស្អីពិតជាថ្មមរកតពិតមែនថ្មមរកតនេះពិតជាធំណាស់ជាថ្មមរកតកម្រិតលេខ1គឺស្ដេចថ្មមរកត វ៉ាវ ចុះអស្ចារ្យណាស់ អូ លោកកែនយុអ្នកស្រីប៉ាយពិតជាជ្រៀកបានថ្មមរកតពិតមែន ខ្ញុំប្រាប់ឲ្យថាពិតជាថ្មមរកតមែន ស្ដេចថ្មមរកតមានកម្រិតពេញទឹកពណ៌ថ្លាមើលធ្លុះទៅម្ខាងទៀតជាប្រភេទថ្មលំដាប់លេខ1ត្រឹមតែដុំថ្មមួយដុំក្នុងដៃអ្នកស្រីប៉ាយតម្លៃ100លានបាត់ទៅហើយតម្រាប់ដុំថ្មមួយដុំនេះតម្លៃរបស់វាប្រហែលជាដល់ 10,000 លាន អូយ ស៊ីលីនបញ្ញាវិថ្មមរកតទុកដាក់ទៅយកវាទៅធ្វើខ្សែដៃហើយនឹងខ្សែកជូនម្ដាយហើយនឹងប្រពន្ធរបស់ខ្ញុំបាទ មិនគួរឲ្យជឿទេមិនបានជាអញ្ចឹងជាស្រីព្រៃភ្នំមិនអាចជ្រៀកថ្មមរកតលេខ1បាននៅកន្លែងនេះមានដុំថ្មផ្សេងទៀតទេ នៅខាងក្រោយពិតជាមានដុំថ្មច្រើនទៀតប៉ុន្តែដំណឹងនេះពួកខ្ញុំមិនដែលប្រកាសប្រាប់អ្នកណាទេអ្នកស្រីប៉ាយអ្នកស្រីលឺពីណាមកទៅមើលហើយអ្នកស្រីប៉ាយមិនបានជាអ្នកស្រីដឹង ចាប់តាំងពីដំបូងគេចំណាយលុយ100លានដេញយកដុំថ្មនេះខ្ញុំយល់ថាចម្លែកបាត់ទៅហើយត្រូវហើយខ្ញុំគិតថារឿងនេះប្រកាសជាមានរនុកក្នុងអ្នករៀបចំកម្មវិធីព្រោះតែចង់យកចិត្តលោកលក់ទៅប្រើល្បិចពីក្រោយខ្នងធ្វើអញ្ចឹងអយុត្តិធម៌សម្រាប់ពួកយើងណាវាដូចជាមិនស្រួលពេកហើយប៉ុណ្ណឹងថាបោកប្រាស់ទៀតទេដុំថ្មនេះពេលមិនទាន់ជ្រៀកអ្នកណាក៏មិនដឹងថាជាដុំថ្មមរកតដែរ អាយ៉ាអ្នកទាំងអស់គ្នាយល់ច្រឡំហើយដុំថ្មទាំងអស់នោះពីមុនដាក់ដេញថ្លៃអ្នកវាតម្លៃបានពិនិត្យមើលរួចរាល់ហើយគឺសុទ្ធតែជាដុំថ្មដែលមិនអាចជ្រៀកចេញជាថ្មមរកតទេអ្នកណាក៏មិនចង់បានដែរដូច្នេះហើយទើបមិនអាចយកមកដាក់ដេញថ្លៃនៅក្នុងពិធីរបស់យើង មានអ្នកណាយកអញ្ចឹងល្អណាស់ខ្ញុំយកទាំងអស់ចោះ មិនមែនពួកខ្ញុំមិនព្រមលក់ទេប៉ុន្តែតាមការវិនិច្ឆ័យដុំថ្មទាំងអស់នោះគឺមិនអាចជ្រៀកចេញជាថ្មមរកតទេអ្នកស្រីប៉ាយខ្ញុំគិតថាអ្នកស្រីកុំខ្ជះខ្ជាយលុយទិញដុំថ្មទាំងអស់នោះអីណា មិនអីទេខ្ញុំសន្និដ្ឋានមិនដែលចេះខុសទេ លោកកែយុអ្នកនាងដូចជាចូលចិត្តភ្នាល់ជាមួយដុំថ្មនោះខ្លាំងណាស់ចូលចិត្តភ្នាល់ខ្លាំងបំផុតហើយថ្ងៃក្រោយហៅនាងថាជាអ្នកស្រីកុំថាឡើយដុំថ្មមួយគំនោទោះបីជានាងចង់បានភ្នំរ៉ែទាំងមូលក៏គ្មានបញ្ហាអ្វីដែរភ្នំរ៉ែទាំងមូលពួកយើងគ្មានលុយទិញទេនិយាយច្រើនម្ល៉េះ ប៉ាយសៀវឈីអញប៉ណ្ណឹងបានល្មមហើយឬមួយអញភ្នាល់ថាត្រូវម្ដងហើយចង់បានដុំថ្មដែលនៅសល់ទៀតហ៎ អ្នកស្រីប៉ាយភ្នាល់ដុំថ្មគេយកទ្រព្យសម្បត្តិមកភ្នាល់លោកត្បិតតែមានក្រុមហ៊ុនធំមែនតែក៏មិនអាចភ្នាល់តាមចិត្តដែរ ត្រូវហើយអ្នកណាថាខ្ញុំភ្នាល់តាមចិត្តខ្ញុំពិតជាដឹងថាក្នុងដុំថ្មមួយដុំណាក៏អាចជ្រៀកចេញមរកតខ្ញុំចង់ទិញយកពិតមែនប៉ាយសៀវឈីគ្រាន់តែចៃដន្យសម្ដងល្អតែប៉ុណ្ណោះអ្នកវាតម្លៃប្រាប់ថាគ្មានដុំមរកតទេយ៉ាងម៉េចឯងខ្លាំងជាងគេត្រូវហើយខ្ញុំយល់លោកប្តីចុះបើគេចង់បាន បើសិនជាទិញយកទាំងអស់គិតថាអរគុណប្តីយ៉ាងម៉េចទៅ ចាំជប់នេះរកបញ្ជនណាឲ្យធំជាងគេសាក់មើល មិនបានជានិយាយឲ្យគេលឺ បើគេចង់បានពិតមែនបើមិនអញ្ចឹងគឺណែ 50 លានខ្ញុំទិញដុំថ្មទៅទុកចោលទាំងអស់ 50 លានអីព្រះអើយ លានណា50 លានលោកពិតជាសម្បូរទ្រព្យពិតមែនស័ក្តិសមជាមួយគ្រួសារលោកអើយ ឆ្ងល់ដល់ហើយចាំមើលនាងភ្នាល់ចាញ់លោកត្រូវការនាងទៀតឬអត់ចុងក្រោយត្រូវតែលែងលះគ្នា ខ្ញុំភ្នាល់ដុំថ្មចាចោតឆ្នាំហើយខ្ញុំមិនដែលឃើញអ្នកណាទិញដុំថ្មដែលគេបោះចោលនោះទេ ដុំថ្មបោះចោល50 លានខ្ញុំចង់ដឹងថាអាចជ្រៀកចេញជាស្អីវិញ ត្រូវហើយបាយសេឈីពាក្យចាស់និយាយថាមួយចានគុកមួយចានទឹកថ្មគ្មានតម្លៃទាំងអស់នេះសម្បកក្រៅគ្រើមណាគ្រាន់តែឃើញដឹងថាមិនមែនជាថ្មល្អទេបើនាងម្នាក់ចង់មើលមានតែខាតដើមទេ ថ
ថ្ងៃនេះមានមនុស្សចូលរួមច្រើនមានតែការផ្សាយផ្ទាល់ទៀត អ្នកទាំងអស់គ្នាខ្ញុំកំពុងតែផ្សាយចេញពីកន្លែងដាក់ដេញថ្លៃយកថ្មបោះចោលតម្លៃ50លានមិនដឹងថាទេពធីតាសំណាងមកដល់ឬមួយត្រាលេទ្របទេយើងរងចាំមើលទាំងអស់គ្នាទៅពុកម៉ែបងប្អូនជាទីមេត្រីខ្ញុំមិនធ្វើឲ្យពុកម៉ែបងប្អូនអស់សង្ឃឹមទេខ្ញុំមិនឲ្យខាត់បងទេបន្តិចទៀតចាំមើលចុះត្រូវហើយចាំមើលត្រូវហើយអ្នកផ្សាយផ្ទាល់ចាចាំទទួលផលកុំភ្លេចចែកភោគលៀបឲ្យខ្ញុំផងយ៉ាងហោចណាស់ក៏បានមួយ Carnival ដែរឈឺធ្វើឲ្យគេសរសើរបងសឿនៀនប្រកាសជាលេងលេខជាមួយនាងនៅប៉ាយនេះជារឿងក្នុងគ្រួសារលោកតែប៉ុណ្ណោះទេទោះបីថ្ងៃនេះសៀឈីត្រូវខាត់ដើមប្រមាណក៏ដោយគ្រួសារលោកចេញមុខខាត់ឲ្យតែប្រពន្ធខ្ញុំសប្បាយចិត្តមិនត្រូវការនរណាបង្កប់បញ្ជាទេលោកប្តីខ្ញុំពិតជាមិនលេងសាច់ទេខ្ញុំដឹងថាដុំថ្មទាំងនោះមានរបស់ល្អដល់ពេលនោះគ្រួសារយើងប្រកាសជាចំណេញបានលុយច្រើនហើយល្អឆាប់ជ្រាបវាទៅលេខាលីនយកអីវ៉ាន់ខ្ញុំមកអ្នកស្រីពិតជាត្រូវធ្វើអញ្ចឹងពិតមែនទេបើអញ្ចឹងបានកុំប្រាប់ថាគេចង់យកញញូធំនេះបំបែកដុំថ្មឲ្យសោះណាគួរតែមិនអាចទេរបស់នេះទម្ងន់យ៉ាងហោចណាស់500គីឡូដែរគេប្រកាសជាលើកមិនរួចទេម្ចាស់ថ្លៃហើយនេះអ្នកនាងប៉ាយចង់ធ្វើអីហ្នឹងប៉ាគេចង់បំបែកដុំខ្ញុំឆាប់ឡើងប៉ានាងប៉ាយមានរឿងអីយើងនិយាយគ្នាបានយើងនិយាយគ្នាបានតើលប់សតិសេឈីប្រយ័ត្នតិចកុំឲ្យរបួសខ្លួនឯងណាកុំអារម្មណ៍អីនៅលើភ្នំខ្ញុំឧស្សាហ៍វាយកណ្ដុលវាយត្រង់ណាស់ 100% ប៉ៃសៀឈីនាងចង់មើលដុំថ្មនេះឬអត់ត្រូវហើយឆាប់បំបាយភ្លាមទៅប៉ុន្មានហើយគេកំពុងតែមើល live ផ្ទាល់កុំឲ្យគេចំអីយ៉ាទាំងអស់គ្នាកុំអានផ្ទះសារអីណាពិតជាមានមែនមួយនេះក៏មានតម្លៃប្រភេទតកប្រភេទសណ្ដែកប្រភេទថ្មបរកតនៅម្ដុំចុងក្រោយទៀតVioletលេខ1លោកយាយនៅកន្លែងដេញថ្លៃដុំថ្មគឺខ្ញុំបានឃើញឥន្ទនូពិតជាមិនគួរឲ្យជឿទេលោកកែយុគឺជារបស់ពិតគ្រប់ដុំថ្មដែលអ្នកស្រីបំបែកសិតតែជារបស់ល្អយ៉ាងម៉េចដែរខ្ញុំមិនរើសត្រូវទេពិតជាពូកែមែនដុំថ្មបំបែកអស់ហើយប៉ុន្តែដៃអ្នកស្រីលក់បាយចេញពន្លឺប្រកាសជាផ្ទុះពេញបណ្ដាញសង្គមមកខ្ញុំឡាយផ្ទាល់ច្បាស់ជាផ្ទុះមិនខានទេប៉ៃអ៊ីងឯងដូចជាភ្លេចកិច្ចការអ្វីមួយហើយឯងចង់ធ្វើអីយ៉ាងម៉េចចង់ប្រែកន្លះប្រកាសជារឿងហ៊ានភ្នាល់ហ៊ានចាញ់ត្រូវតែព្រុសតាមឆ្កែហើយណាប៉ាអត់ទេនៅនេះប៉ាថ្ងៃនេះមានភ្ញៀវចូលរួមច្រើនណាស់មុខរបរអ៊ីងក៏មិនសូវក្រាស់មិនបាច់រករឿងគេទេណារករឿងគេខ្លួនឯងជាអ្នកភ្នាល់មកកថាខ្ញុំរករឿងគ្រប់គ្នាសុទ្ធតែបានឃើញមែនទេនៅនេះប៉ាអញ្ចេះទៅថ្ងៃក្រោយគ្រូសាប៉ាប្រកាសជានាំយកអំណោយទៅសុំទោសដល់ផ្ទះមិនខានដូច្នេះហើយថ្ងៃនេះណានាងយកដល់មុខខ្ញុំបំភ្លេចចោលទៅណាបំភ្លេចទៅត្រូវហើយប៉ាខ្ញុំថាអញ្ចឹងទៅហើយអញកុំចេះតែបានចិត្តពេកយើងទៅវិញកុំអើទៅណាប៉ៃសៀឈីខ្ញុំទុកមកឲ្យអញហើយអញមិនសុខចិត្តគ្រាន់តែជាការលេងសាច់ប៉ុណ្ណោះមិនបាច់ជាទុកការប៉ັດលេងសាច់ប៉ៃអ៊ីងចង់បាត់ដៃខ្នងដៃហ៎បើអញ្ចឹងយ៉ាងម៉េចខ្ញុំជាអ្នកនាងធំគ្រួសារប៉ាយចង់ឲ្យខ្ញុំព្រុសតាមឆ្កែកុំយល់សពអីបានតាអញ្ចឹងចាំខ្ញុំជួយឯងបានតាអញ្ចឹងចាំខ្ញុំជួយឯង
ấy នៅកូនស្រី siêu chi ai cho vậy đặt nhóm hả អូ hôi យណែ hả កូនស្រីអូអត់ទេខ្ញុំមិនឃើញបោះស្អីទៅភ្នែកខ្ញុំស្វាងអស់ហើយមើលទៅ nè nè phải bật chạy khai chỉ con sky mến rừng ní nè hơiខ្ញុំស្អប់បំផុតអ្នកណានិយាយបាត់ដៃខ្នងដៃបាយអ៊ីងឆាប់ព្រុសទៅព្រុសឲ្យលឺវ៉ាអ៊ីងអញពិតជាចាញ់មែនទេមិនបានជាឯងខ្លាចជាឆ្កែអញ្ចឹងអ៊ីងវ៉ាអាយយ បាយសេឈីនេះធ្វើស្អីដាក់បងស្រីខ្ញុំ កុំខ្លាចគ្រាន់តែជាវេទមន្តតែងទួចបន្តិចទៀតគេប្រកាសជាត្រឡប់មកដូចដើមវិញចង់សាក់មើលជាមួយខ្ញុំទៀតទេ នាង សាក់មើលទេនាង បានហើយឈប់លេងទៅថ្មមរកតខ្ចប់ទុកដាក់អស់ហើយ ល្អអញ្ចឹងយើងទៅផ្ទះវិញ ហេណែបាយសេឈីទុកមុខឲ្យខ្ញុំបន្តិចទៅតើបានទេជួយប្រែកលាឲ្យគេវិញទៅ អ៊ីងអញមិនអីទេអ៊ីងទេពួកយើងទៅ អ៊ីងមិនអីទេហ៎អើយបាយសៀវឈីយើងនឹងឲ្យនាងចាប់គ្នាហើយយើងនឹងនាងចាប់គ្នាមិនខានយើងនឹងធ្វើឲ្យនាងស្លាប់ត្រឡប់ទៅគ្រួសារប៉ាយវិញមិនបានកូនស្រីគ្រួសារប៉ាយមានតែយើងម្នាក់ទេអ៊ីង នេះជាខ្សែដៃដែលម៉ាក់ទុកឲ្យបងស្រីកាលពីមុនតាបាយសេឈីតើនេះជានរណាមើលស្អីហ្នឹងមិនក៏មើលយូរម្ល៉េះ ថាតែមើលថ្មម្ដុំតូចនេះមិនបានជាមានតម្លៃខ្លាំងម្ល៉េះ តាមពិតបារម្ភពីរឿងហ្នឹងទេទៅវិញចាំយើងយកទៅលក់បដូរយកលុយមកវិញប៉ុណ្ណឹងអស់ចិត្តហើយនៅ មិនបានរបស់នេះមិនអាចលក់ទេ មិនបានជាមិនអាចលក់ក្រែងនេះខ្វះលុយនោះអី លើថ្ងាសឡើងខ្មៅច្បាស់ជាមានគ្រោះដល់ជីវិតចំណែកថ្មមរកតដែលទៅទិញបាននេះមិនទាន់បាត់ក្លិនព្រៃរបស់វាអាចជួយរំដោះគ្រោះបានលោកប្រកាសជាមិនអាចលក់ទេ តាំងទៀតហើយគ្រួសារលក់លក្ខការសម្ងាត់ណាគ្មាននរណាអាចធ្វើឲ្យខ្ញុំមានគ្រោះថ្នាក់ដល់ជីវិតទេ ជាការពិតត្រូវតែជឿខ្ញុំអំបញ្ញមិនខ្ញុំទាយរួចហើយគ្រោះថ្នាក់ដល់ជីវិតរបស់លោកជិតមកដល់ហើយ ប៉ុន្មានទេគឺថាអ្នកស្រីខ្ញុំគិតថាខ្ញុំក៏មានគ្រោះថ្នាក់ដល់ជីវិតដែរអ្នកស្រីអាចឲ្យដុំថ្មខ្ញុំម្ដងបាន លោកក្តារក្នុងពេជ្រឡើងឈាមច្រមុះត្រូវការលេបថ្នាំមិនបាច់ប្រើថ្មមរកតទេលោកសនានលោកមិនជឿទេថាតែមើលខ្ញុំជួយលោកប្រហែលលើកហើយ នាងបងឲ្យតែខ្ញុំមានរឿងទេពេលទៅវិញខ្ញុំប្រកាសជាពីនៃនាងហើយ លោកហ៊ានល្អបើមិនជឿឲ្យទៅដល់ពេលនោះកុំវល់ខ្ញុំជួយ ល្ងាចនេះចង់ញ៉ាំអី ស្អីក៏បាន ប្រយ័ត្ន លោកសនាន លោកកែងយក់ជប់ភ្លាម លោកសនានលោកឈាមអាយ៉ាប្រាក់កម្លាំងធាតុរក្សាដង្ហើមពេលវេលាថយក្រោយអិចសេឈីយ៉ាងម៉េចនឹងមិនស្រួលខ្លួនមែនទេ លោកគ្រូមិនដែលប្រាប់ខ្ញុំបើបង្វិលពេលវេលាត្រូវបាត់បង់កម្លាំងធាតុច្រើនយ៉ាងនេះ សេឈីលោកកែងយក់អ្នកស្រីគាត់ណាឆាប់ហៅពេទ្យលោកគ្រូពេទ្យតើប្រពន្ធខ្ញុំយ៉ាងម៉េចទៅហើយតើមានគ្រោះថ្នាក់ដល់ជីវិតទេគ្មានបញ្ហាធំដុំទេអាចនឿយហត់ពេក
ឲ្យគាត់សម្រាប់បន្តិចទៅគឺលេងអីហើយខ្ញុំសូមត្រឡប់ទៅវិញសិនឲ្យលោកលោកកែយុមើល3ថ្ងៃហើយប្រយ័ត្នសុខភាពខ្លួនឯងផងយល់អខ្ញុំត្រង់ដាក់ថែទាំមកមើលអ្នកស្រីការងារនៅក្រុមហ៊ុនឯងជួយយកឯកសារខ្ញុំក៏បានដែរសឿឈីត្រូវរបួសដោយសារតែខ្ញុំត្រូវមើលថែនាងរហូតដល់នាងដឹងខ្លួនវិញហើយទាំងមុនទាំងក្រោយគ្រូពេទ្យមកមើល30នាក់ហើយម្នាក់មិញនេះជាគ្រូពេទ្យតំបន់កងទ័ពមានទាំងពេទ្យចិនពេទ្យអឺរ៉ុបប្រាប់ថាអ្នកស្រីមិនអីទេប៉ុន្តែមិនបានជាអ្នកស្រីមិនទាន់ដឹងខ្លួនទោះបីជានាងមិនដឹងខ្លួនមួយជីវិតខ្លាចទៅជាមនុស្សរុក្ខជាតិខ្ញុំនៅកំដរនាងរហូតលោកស្រីក៏បារម្ភដែរថ្ងៃណាក៏សួរខ្ញុំថាអ្នកស្រីដែលខ្លួនហើយឬនៅថ្ងៃមុនលោកស្រីគាត់បារម្ភខ្ញុំខ្លាចប៉ះពាល់ដល់សុខភាពគាត់ទេមកខ្ញុំអាយុច្រើនហើយទីនេះមានខ្ញុំគ្រប់គ្រាន់ហើយឯងទៅវិញចុះបាទអត់ត្រូវឲ្យលោកកែយុថ្មមរកតទាំងនោះត្រូវលក់ចេញទេលោកវាងឲ្យគេប្រមូលទិញក្នុងតម្លៃខ្ពស់ស្ដាប់តាមសេឈីមិនលក់ទេបាទឈប់សិនឯងឆាប់ទៅយកមាននឹងត្បូងក្នុងទូសុវត្ថិភាពទាំងអស់មកណាឆាប់ទៅលោកកែយុតើធ្វើបែបហ្នឹងមានប្រសិទ្ធភាពដែរទេឲ្យឆាប់ឡើងជួយជិះដាក់លើខ្នើយភ្លាមទៅបាត់សេឈីដឹកខ្លួនហើយធំក្លិនដុំមាក្លិនទ្រព្យសម្បត្តិឈ្ងុយមែនតែនរបស់នេះមែនទេចំហាយនេះបង្កើនកម្លាំងនឹងធ្វើអញ្ចឹងកើតដែរបានធូរហើយនៅនាងស្លាប់3ថ្ងៃ3យប់ហើយខ្ញុំស្មានតែនាងមិនដឹងខ្លួនទេលោកបារម្ភពីខ្ញុំហ៎នេះឲ្យទៅលោកបញ្ជារបស់អស់ទាំងនេះទៅវិញខ្ញុំហាត់វារាល់ថ្ងៃទោះបីអស់កម្លាំងប៉ុណ្ណាក៏លែងមានបញ្ហាលែងមានបញ្ហាអត់មានបញ្ហាអីទៀតទេខ្ញុំហាត់អស់ហើយចំមែនហើយអស់ត្រូវហើយផ្សាយជាឈឿនមករកនាងគេមាននិយាយថាម៉េចទេគឺគេចង់និយាយចំពោះមុខនាងដោយផ្ទាល់គេនិយាយផ្ទាល់ឬមួយពួកគេដឹងរឿងខ្ញុំជាកូនស្រីបង្កើតហើយគេមកតាំងពីពេលណាទើបតែទៅមិនយូរប្រហែលទេខ្ញុំចេញទៅក្រៅមួយផ្លែតនាងទើបតែដឹងខ្លួនកម្រិតលឿនពេកលោកកែនយុអ្នកស្រីទើបតែដឹងខ្លួនឡើងវិញគាត់រត់ទៅក្រៅធ្វើអីប្រហែលជាទៅរកគ្រួសារប៉ាយរឿងពីថ្ងៃមុនរឿងថ្ងៃមុនខ្ញុំឲ្យគេទៅស៊ើបមើលហើយប៉ុន្តែមិនទាន់បានដំណឹងអ្វីទេអាចឆាប់ទៅស៊ើបមើលគ្រួសារប៉ាយស៊ើបតំណែងតំណងសៀវឈីនិងគ្រួសារប៉ាយខ្ញុំយល់ថាមិនធម្មតាទេលោកកែយុចង់មានន័យថាឃាតករកាលពីថ្ងៃមុនអាចមានពាក់ព័ន្ធជាមួយនឹងគ្រួសារប៉ាយមែនទេពួកគេលេបប្រមាថខ្លារខិនហ៊ានធ្វើដល់ម្លឹងផងហ៎គ្រាន់តែប៉ាន់ស្មានទេឯងកុំមកលឺពេកបាទទេវតាមានភ្នែកទេបំផុតភ្នែករលឹកហើយឬកុលក្រីក្ររបស់ខ្ញុំថ្ងៃនេះត្រូវបំផ្លាញតែពេលទំនេរណាធ្វើឲ្យបានច្រើនទៅអាយ៉ានៅជុំគ្នាល្អណាស់នេះណែនេះប៉ាយ៉ាមិនបាច់ជាមកផ្ទះខ្ញុំទៀតហើយកិច្ចការសំខាន់ជាងនេះក្នុងនាមខ្ញុំជាសម័យខ្លួនត្រូវមានវត្តមានជាឈានមានរឿងអីកើតឡើងទៅក្រែងនិយាយថាចង់ប្រជុំគ្រួសារមានអីពាក់ព័ន្ធជាមួយស្រីព្រៃភ្នំម្នាក់នេះមានរឿងអីទៅត្រឡប់មកពីការចូលរួមដេញថ្លៃគឺមានរឿងមួយធ្វើឲ្យខ្ញុំឆ្ងល់ខ្លាំងណាស់ខ្ញុំបានយក DNA របស់អ៊ីងនិងប៉ាយសឿឈីទៅបញ្ជាក់ជាមួយ DNA របស់ប៉ាបងប្រុសចង់មានន័យថាម៉េចមិនបានជាបងជឿសម្ដីស្រីជនបទម្នាក់នេះបែរជាមិនជឿខ្ញុំត្រូវហើយជឿយានឯងយកប្អូនស្រីឯងទៅពិនិត្យ DNA អីយ៉ាឯងនេះធ្វើឲ្យអ៊ីងពិបាកចិត្តទៀតហើយកូនប្រុសអាចមិនមែនជាមនុស្សឆេវឆាវអញ្ចឹងទេណាមិនបានជាសត្វតែនឹកឃើញចង់ពិនិត្យ DNA ទៅវិញ
ខ្សែដៃខ្ញុំមិនបាច់តែនៅក្នុងដៃលោក នេះណាខ្សែដៃតើឯងបានមកពីណា ម៉ាក់ខ្ញុំក៏ទុកឲ្យខ្ញុំភ័យចង់ស្លាប់ទៅហើយមិននឹកស្មានថាធ្វើបាត់នៅកន្លែងណាអរគុណលោកខ្លាំងមែនទែន ជាខ្សែដៃរបស់ជីងវិនមិនបាននៅក្នុងដៃនេះ បើបណ្ដោយឲ្យវាបានសម្រេចខ្ញុំត្រូវគ្រួសារប៉ាយដេញចេញពីផ្ទះមិនខានទេមិនបានទេគ្រាន់តែជាខ្សែដៃមួយខ្សែតើគេលក់ពេញផ្លូវទិញតាមអនឡាញប្រមាណក៏បានដែរវាអាចបញ្ជាក់អ្វីបានទៅត្រូវហើយត្រឹមខ្សែដៃមួយខ្សែអាចបញ្ជាក់សវតាខ្លួនឯងបានទេអញ្ចឹងតាមផ្លូវសុទ្ធតែជាកូនគ្រួសារប៉ាយហើយ មិនមែនហើយណាម៉ាក់ខ្ញុំកាលនោះក៏មានខ្សែដៃនេះដែរដោយមានការឆ្លាក់ឈ្មោះគាត់នៅពីលើទៀតផងមុនគាត់ស្លាប់បានប្រគល់ឲ្យប្អូនស្រីរបស់ខ្ញុំ នេះនិយាយចឹងត្រឹមត្រូវហើយសន្និដ្ឋានបន្តទៀត នៅនេះប៉ាយខ្ញុំសុំសួរនៅនាងបន្តិចតើនៅនាងនឹងជីងវិនត្រូវជាស្អីនឹងគ្នា គាត់ ទៅ ជាម៉ាក់ខ្ញុំ ថាម៉េចនាងពុតជាកូនស្រីរបស់ខ្ញុំកើតទេ លោកប៉ានឹងបងប្រុសខ្ញុំអើយមិនបានជាផ្ញើផ្អើលវែងជាងអំបោះទៅទៀតអញ្ចឹងឥឡូវនេះទៅតែដឹងហីទៅតែដឹងមែនទេ បើពិតជាអញ្ចឹងមែនហើយចុះអ៊ីង អាយ៉ាអីឯងមានរលាកត្រង់ណាទេមិនបានជាមិនប្រយ័ត្នសោះអញ្ចឹងរលាកអត់តាមមើលមិនមែនគេមិនប្រយ័ត្នទេដោយសារគេភ័យពេក អ៊ីងឯងមានពាក្យអីចង់និយាយដែរឬទេ ខ្ញុំដូចជាមិនសូវស្រួលខ្លួនការប្រយុទ្ធមិញត្រូវខ្យល់ខ្លាំងពេកជាយានឯងយ៉ាងម៉េចនឹងហៅមកប្រជុំទាំងព្រឹកអញ្ចឹងឃើញទេរង្វង់ភ្នែកអ៊ីងខ្មៅអស់ហើយឯងឃើញទេខ្មៅក្រឹបហើយម៉ាក់ខ្ញុំដូចជាមិនសូវស្រួលខ្លួនឡើងទៅលើសិនហើយអ្នកប្រុសនេះជាលទ្ធផលបណ្ឌិត DNA ផ្ញើពីមន្ទីរពេទ្យមកអ្នកប្រុសទទួលទៅ រឿងនេះពាក់ព័ន្ធដល់ឈាមជ័រគ្រួសារប៉ាយរបស់យើងបញ្ញាប់បើកមើលអ៊ីងឯងកុំអាចទៅណាណា បើអញ្ចឹងមើលទៅដើម្បីបញ្ជាក់ថាអ៊ីងគេស្អាតស្អំ បើតាមការពិនិត្យប៉ាយសៀវឈីតំណែងតំណងឈាមគឺមិនដូចគ្នាប៉ាយអ៊ីង ទំនាក់ទំនងខ្សែលោហិតរហូតដល់ 99.99% ថាម៉េច មិនបានតែជាអញ្ចឹងខុសទីដឹងជឿឈឿនឲ្យចង់និយាយពីស្អីខ្ញុំ មិនបានជាអញ្ចឹងលទ្ធផលបណ្ឌិត DNA បងប្រុសយកទៅមន្ទីរពេទ្យដោយផ្ទាល់នៅមានច្បល់ស្អីទៀតទៅខ្ញុំដឹងថាប្រកាសជាមានបញ្ហាអីហើយនេះនាងឯងមិនក៏ធ្វើអញ្ចឹងលទ្ធផលបណ្ឌិតចេញមកហើយសរសេរយ៉ាងច្បាស់កឡែតមិនបានចនៅទីនេះមិនព្រមទៅណាដឹងបានខ្សែដៃមកពីណាមកបោកប្រាស់គេបើកុំតែមានលទ្ធផលបណ្ឌិត DNA បញ្ជាក់ស្អាតស្អំរបស់ខ្ញុំមួយគ្រួសារនេះត្រូវនឹងកុហកមិនខានពួកគេសុកចិត្តជឿនាងមិនព្រមជឿខ្ញុំទេអាយ៉ាអ៊ីងកុំពិបាកចិត្តអីប៉ាម៉ាក់នឹងបងប្រុសឯងនៅតែជឿជាក់លើឯងគ្រាន់តែចង់ឲ្យមួយក្មេងព្រៃភ្នំនេះស្លាប់ចិត្តមែនទេប៉ាយសៀវឈីឥឡូវការពិតចេញមកហើយនាងនឹងមានពាក្យអីចង់និយាយលទ្ធផលនេះច្បាស់ជាមានបញ្ហា បានហើយបើគ្រាន់តែជាការយល់ច្រឡំនាងមិនបាច់ទៅតវ៉ាស្អីទៀតទេ ខ្ញុំ អ៊ីងបងធ្វើគ្រាន់តែចង់ឲ្យប្រកាសទាំងអស់គ្នាឯងកុំទុកក្នុងចិត្តអីណាមើលទៅខ្សែដៃនោះគ្រាន់តែជារឿងចៃដន្យច្រើនឆ្នាំមកនេះមិននឹកស្មានថាប៉ាយសេឈីរឿងនេះខ្ញុំយកច្រឡំខ្លួនឯងដោយសារតែលឺនាងថាឈឺដុំមេនេះចាត់ទុកថាគ្រួសារប៉ាយបើសងនាងទៅចុះដែលរំខាននាងទាំងព្រឹក នៅឆោតធ្វើអីទៀតឆាប់ទទួលទៅចង់សំគុកនៅទីនេះមិនព្រមទៅណាគ្រាន់តែចង់បានលុយសោះ កុំនិយាយច្រើនពេកទទួលទៅខ្ញុំមិនជូនដំណើរនាងទេថ្ងៃក្រោយនៅខាងក្រៅកុំនិយាយថានាងជាកូនបង្កើតគ្រួសារប៉ាយទៀតអីខ្លាចវាមិនល្អ អ្នកណាចាំបាត់ដុំមាសរបស់លោកប្តីខ្ញុំមានច្រើនណាស់មនុស្សល្ងងមួយក្រុមអ្នកណាជាកូនបង្កើតក៏មើលមិនដឹងដែរបើអញ្ចឹងទៅហើយខ្ញុំទៅស៊ើបមើលខ្លួនឯងទៅចោះនៅមិនទាន់អស់ចិត្តទៀត បានហើយប៉ាយសេឈីលទ្ធផលពិនិត្យ DNA ចេញមកច្បាស់កន្លែតនាងពិតជាមិនឈាមជាប់គ្រួសារប៉ាយទេ សំបីវត្ថុមិនដែលបង្កើតខ្លួនឯងក៏លោកមើលមិនស្គាល់ដែរបើខ្ញុំមិនមែនកូនស្រីគ្រួសារប៉ាយថ្ងៃនេះខ្ញុំចាំបាច់អីរត់មកទីនេះដើម្បីទទួលស្គាល់ទៅវិញចាំបាច់សួរដែរគ្រួសារប៉ាយគឺជាគ្រួសារអភិជននាងចូលចិត្តលុយយ៉ាងនេះប្រកាសជាធ្វើដើម្បីលុយគ្រួសារប៉ាយនាង លទ្ធផលបញ្ជាក់ច្បាស់ប៉ុណ្ណឹងហើយអ៊ីងជាកូនស្រីខ្ញុំបង្កើតលទ្ធផលបែបវិទ្យាសាស្ត្រមិនខុសទេ មនុស្សដូចនាងខ្ញុំជួបច្រើនហើយយកខ្សែដៃខ្លាំងៗមកទទួលស្គាល់សាច់ញាតិចាត់ទុកថាពួកយើងល្ងងហ៎ចង់បន្លំជាគ្រួសារពួកខ្ញុំប្រើល្បិចថោកទាបមែនតើ
ខ្ញុំគិតថានាងទេដែលចង់ជំនួសខ្ញុំសម្ដីដូនតាគ្រួសារប៉ាយផ្លេចអស់ហើយហ៎នេះជាល្បិចបោកប្រាស់របស់នាងដល់ពេលនេះហើយនៅតែសន្សំចិត្តចង់ដឹងរឿងគ្រួសារគេទៀតតាមមើលនេះបំណងមិនល្អទេលោកវិទ្យាសាស្ត្រតែវិទ្យាសាស្ត្រក៏លោកអាចបន្លំបានការចងចាំបន្លំមិនបាននោះទេការចងចាំអ្នកណាដឹងថានាងប្រកែប្រឌិតរឿងមកពីណា កាលពីតូចមកនាងចង់ចាំខុសទេដឹងរឿងនេះរហូតដល់បច្ចុប្បន្ននេះសង្ឃឹមថានាងកុំយល់ច្រឡំតទៅទៀតអីនាងឆាប់ទៅវិញទៅ ខ្ញុំមិនបាននិយាយការចងចាំខ្ញុំទេចាំខ្ញុំឲ្យមនុស្សខ្វាក់មើលឲ្យបានច្បាស់ទៅសំដែងល្ខោនមួយឈុតធំតែម្ដងមានទាំងធូបមានទាំងទៀនធ្វើខ្មោចធ្វើព្រាយសំដែងឲ្យគេមើលប៉ាម៉ាក់បងប្រុសដាច់ខាតកំចាញ់បោកមនុស្សដូចគេឲ្យសោះណាជាងធូបស័ក្តិសិទ្ធនៅមុខស្ដេចទេវតាវិញ្ញាណសំដែងរិទ្ធបង្ហាញខ្លួនភ្លាមស្ដាប់តាមបញ្ជាខ្ញុំ អូនេះទិដ្ឋភាពកាលពី10ឆ្នាំមុន មិនខុសទេនេះជាការចងចាំដែលខ្ញុំយកពីខួរក្បាលលោកមកបើលោកភ្លេចបាត់ទៅហើយខ្ញុំមានតែជួយរំលឹកលោកទៅវិញទេអាយ៉យ ណែលូលូអា ខ្ញុំឈឺដៃ ណែឲ្យប៉ាមើលមានរបួសត្រង់ណាទេ ឈឺដៃណា អាយ៉មិនអីទេមិនអីទេមិនអីទេណាមិនអីទេស្នាក់ស្នាមនេះណែស្លាកស្នាមនេះ អី អាយ៉ា នេះ មិនក៏បាត់ទៅហើយអាយ៉ាអធិស្ឋានផងបាញ់មិនធ្វើឲ្យកពុបទឹក ស្នាមសម្លាក់លើដៃនេះបានមករបៀបម៉េច អំបាញ់មិញលោកឃើញច្បាស់ហាញតាកាលពីតូចលោកដឹងខ្ញុំទៅខ្ញុំដួលលើដីក៏ហៅលោកធ្វើអីត្រូវហើយក្មេងស្រីបាញ់មិញដូចជាចំពប់ជើងដួលលើដីដូចជាត្រូវក្បាលជង្គង់មួយទៀតផងណាមែនហើយត្រូវក្បាលជង្គង់ទៀតភ្នែកយើងមានបញ្ហាទេដឹងបើកុំតែធ្វើឲ្យរលត់ធូបអស់ខ្ញុំពង្រីកវាឲ្យធំបន្តិចដើម្បីមើលឃើញកាន់តែច្បាស់ចាំមើលទៅ ណែនេះប៉ាតើអាចឲ្យខ្ញុំមើលម្ដងទៀតបានទេ ប៉ាមានស្អីល្អមើលទៅនាងកុំចិត្តទៅលេងស្នៀតប៉ាឲ្យនៅក្នុងផ្ទះខ្ញុំរូបភាពមនុស្សដូចជានាងថតទុកតាំងពីដំបូងត្រូវទេនាងទុកឧបករណ៍ចិញ្ចាំងស្លាយនៅកន្លែងណានាងសួរប៉ាទៅការចងចាំនៅក្នុងខួរក្បាលគាត់អ្នកណាដឹងថានាងស៊ើបមកពីណានោះនាងចង់និយាយថាខ្ញុំអាចរកអ្នកសម្ដែងមុខមាត់ដូចប៉ាមែនទេមានអីធ្វើមិនបាននាង បានហើយឈប់ផ្កាយគ្នាទៅឯងហើយនឹងឯងទៅកន្លែងពិនិត្យ DNA ម្ដងទៀតយើងចង់ឃើញលទ្ធផលដោយផ្ទាល់អញ្ចឹងក៏ល្អដែរបើសិនបានពិនិត្យម្ដងទៀតប្រកាសជាមិនមានបញ្ហាអ្វីទេ ខ្ញុំប្រាប់ថាផលិតផលនេះច្បាស់ជាមានបញ្ហាទៅក៏បានដែរហើយចង់ធ្វើទៀតពីដំបងបងប្រុសលាក់បាំងនឹងខ្ញុំពិនិត្យ DNA ខ្ញុំមិនចង់ថាអ្វីទេលទ្ធផលពិនិត្យក៏ចេញមកច្បាស់កន្លែងខ្ញុំជាកូនស្រីគ្រួសារប៉ាយប៉ុន្តែហេតុអីមិនព្រមជឿខ្ញុំអញ្ចឹង អញមិនមែនពួកយើងមិនជឿឯងទេគឺគ្រាន់តែ យ៉ាងម៉េចគេនិយាយតែប្រហែលម៉ាត់គ្រាន់តែជាចាំងស្លាយនៅទាំងពីរសង្ស័យខ្ញុំអាយ៉ាកុំអល់ឯងទៀតបានទេអ្នកនាងពួកយើងប្រញាប់ទៅប្តីខ្ញុំរងចាំនៅផ្ទះឯណោះណាមិនមែនហៅតឡើងភ្នំភ្លើងចុះផ្ទះខ្លាញ់ផងមិនក៏ចាំបាច់ចង់យំធ្វើអីឬមួយក៏លាអៀខ្លួនបានជាមិនហ៊ានទៅជាមួយពួកយើងហេតុអីទៅមែនទេខ្ញុំអត់មានលាអៀខ្លួនទេគ្រាន់តែអស់សង្ឃឹម អាយ៉ាណែអញណែពួកយើងធ្វើដោយបង្ខំចិត្តទេតើ ប៉ាយល់ថាខ្ញុំមិនមែនជាកូនស្រីគ្រួសារប៉ាយទុកឲ្យគេធ្វើកូនស្រីប៉ាយទៅចាំបាច់តែពិនិត្យ DNA ស្អីទៀតនាំតែខាត់ពេលអាយ៉ាកូនស្រីឆ្លាតមកអាកុំនិយាយផ្ដេសផ្ដាស់ស្អីពួកយើងណាជឿជាក់ឯងទាំងអស់គ្នាលោកប្តីអាឆាប់និយាយភ្លាមទៅបើអ្នកទាំងពីរទទួលស្គាល់គេមិនទទួលស្គាល់ខ្ញុំអញ្ចឹងកូនស្រីគ្រួសារប៉ាយទុកឲ្យគេធ្វើចោលខ្ញុំចេញ អញ លែងខ្ញុំទៅមិននឹកស្មានថាប៉ានឹងបងប្រុសសុទ្ធតែសង្ស័យខ្ញុំបើអញ្ចឹងខ្ញុំចេញពីផ្ទះក៏បាន ណែណាថោឲ្យឯងចេញ អ្នកទាំងពីរទៅពិនិត្យ DNA មានន័យថាបង្ខំខ្ញុំចេញពីផ្ទះ អាយ៉ាបានហើយមិនបាច់ធ្វើក៏បានដែរឈប់ពិនិត្យហើយណាបើជាឈានធ្វើម្ដងរួចទៅហើយប៉ាជឿឯងគ្រួសារប៉ាយមានតែកូនស្រីម្នាក់ទេណានេះគឺជាកំហុសរបស់ប៉ាខុសហើយ លោកប្តីមើលបងចុះចាំបាច់បង្ខំគេធ្វើអី
អ៊ីងតាំងពីតូចមកនៅក្បែរបងរហូតឬមួយបងមកដឹងគេជាកូនស្រីរបស់បងមែនទេអាយ៉ាឥឡូវគ្រាន់តែមានអ្នកគេបង្វក់ចិត្តបន្តិចចង់ឲ្យអ៊ីងទៅពិនិត្យ DNA បងធ្វើឲ្យអារម្មណ៍អ៊ីងពិបាកទទួលយកណាមែនហើយកូនស្រីសំណប់ជាកំហុសរបស់ប៉ាណែពួកយើងមិនទៅទេមើលគ្រួសារនេះខួរក្បាលមានបញ្ហាមែនទេសុកចិត្តអោបកូនអ្នកដតីហើយកូនពេញមាត់បែរជាមិនដឹងមិនលឺកូនស្រីខ្លួនឯងបង្កាត់ទៅវិញអញ្ចឹងហាបានហើយណែនេះប៉ាថ្ងៃក្រោយមិនចាំបាច់មកផ្ទះខ្ញុំទៀតទេណារឿងនេះគឺបញ្ចប់ត្រឹមនឹងហើយតាមមើលតែលោកចាស់ឡើងល្ងីល្ងើអស់ហើយការពិនិត្យ DNA ត្រូវធ្វើបន្តទៀតបងស៊ឺនៀនប្រសានណាមកហើយអីខំនិយាយឡើងកន្លះថ្ងៃប៉ុន្តែខួរក្បាលមួយគ្រួសារនេះមិនព្រមបាក់ទទួលសោះលោកកានយុប្រធានមន្ត្រីពិសោធន៍និងដុកទ័រល្បីប្រចាំប្រទេសមកដល់ហើយលពូប៉ាយខ្ញុំឮថាលពូចង់ពិនិត្យ DNA ឥឡូវខ្ញុំចេញដុកទ័រមកហើយខ្ញុំមិនចង់ធ្វើដំណើរឆ្ងាយលទ្ធផលគឺចេញមកភ្លាមឲ្យឆាប់ឡើងទៅបងខ្ញុំមុនគេណែអរគុណបំណងល្អរបស់លោកហើយរឿងនេះពួកខ្ញុំបានសម្រេចរួចហើយមិនបាច់រំខានដល់លោកទេក្នុងចិត្តលពូប៉ាយគួរតែនៅមានការសង្ស័យច្រើនហេតុអ្វីខ្សែដៃប្រពន្ធដើមលពូនៅក្នុងដៃសៀឈីទៅវិញចុះមិនបានជានាងដឹងរឿងកាលពីមុនច្រើនខ្លាំងម្ល៉េះបើសៀឈីពិតជាគុណបង្កើតពូដាច់ចិត្តរស់នៅឲ្យគេបោកប្រាស់បន្តទៀតជួយចិញ្ចឹមកូនឲ្យអ្នកដទៃផ្ទុយទៅវិញនាងប៉ាយអ៊ីងក៏អាចបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួនឯងបានដែរគ្មានអ្វីខាត់បងទេប៉ាអំបញ្ញមិញប៉ាព្រមហើយអន្តះសាររឿងអីបើមករអៀខ្លួនហេតុអីបដិសេធម្ដងហើយម្ដងទៀតអីណាកុំខ្លាចអីគ្រាន់តែបូមឈាមតែប៉ុណ្ណោះចាំពេលលទ្ធផលចេញមកលែងមាននរណាសង្ស័យឯងទៀតហើយនិយាយសមហេតុផលអញ្ចឹងចាប់ផ្ដើមទៅលោកការបូមឈាមចាប់សពគ្រប់ហើយពួកខ្ញុំបញ្ជូនទៅពិនិត្យភ្លាមឈប់សិនអំបញ្ញមិញលោកធ្វើអីលោកធ្វើអីខ្ញុំអត់ចង់ធ្វើអ្វីទេសេឈីមានបញ្ហាអីអំបញ្ញមិញគាត់ធ្វើអ្វីម្យ៉ាងលើគំរូឈាមមកអត់ទេក៏អត់មានទេអត់ទេអញ្ចឹងលោកហ៊ានយករបស់ក្នុងហបៅចេញមកឬអត់មិនមែនខ្ញុំឃើញច្បាស់ណាស់លោកយកគំរូឈាមចេញពីក្នុងហាត់ពួកខ្ញុំបូមឈាមនៅចំពោះមុខណានេះច្បាស់ណាស់ពួកគេឃើញគ្រប់គ្នាមាននរណាហ៊ានប៉ះពាល់អ្វីគឺប៉ះពាល់មិនបានទេខាងមន្ទីរពេទ្យគឺមិនអនុញ្ញាតឡើយទេលោកប្រធានខ្ញុំអពិតជាមិនបានធ្វើអ្វីទេគឺគេជាអ្នកមូលបង្កាយខ្ញុំទេណានាងប៉ាយណានាងគឺចោះជាតិស្ករនៅក្នុងឈាមភ្នែកមើលច្រឡំទេដឹងប៉ាយសៀវឈីនាងល្មមអស់ចិត្តហើយនៅគេខំបូមឈាមតាមការចង់បានរបស់នាងចង់ចាំម៉េចបាក់កុំតែចាក់ខុសវិញ្ញាណខ្ញុំទាំង5កុំអីធ្វើឲ្យនាងសម្រេចទៀតហើយឈឹបងប្រុសយកលទ្ធផលពិនិត្យ DNA មកនាងមិនជឿមើលចោះបងស៊ឺនៀននាំគ្រូពេទ្យមកដោយផ្ទាល់នៅតែនាងមិនជឿខ្ញុំមិនដឹងទេប៉ាត់ជាអញ្ចឹងមែនឃើញទេប្រាប់មកណាបញ្ជាលោកនេះគ្រាន់តែជាគំរូឈាមនៅក្នុងវិទ្យាស្ថានទេខ្ញុំប្រញាប់ចេញមកពេកមិនប្រយ័ត្នទើបដាក់ជាប់តាមខ្លួនមកលោកប្រធានមន្ទីរពិសោធន៍របស់លោកអាចយកគំរូឈាមចេញពីមន្ទីរពិសោធន៍សាច់ចិត្តទេគឺមិនអាចទេគោលការណ៍មិនអនុញ្ញាតទេគំរូឈាមពាក់ព័ន្ធនឹងការសម្ងាត់អ្នកជំងឺឲ្យតែរកឃើញនិងដេញចេញភ្លាមសៀវចង់តើរឿងនេះយ៉ាងម៉េចទៅវិញទៅខ្ញុំមិននិយាយការពិតមែនទេអញ្ចឹងធ្វើទៅតាមគោលការណ៍មន្ទីរពេទ្យបញ្ឈប់គេចោលទៅគ្រូពេទ្យគ្មានក្រមសីលធម៌វិជ្ជាជីវៈបែបនេះមិនគួរទុកឲ្យបម្រើក្នុងមន្ទីរពេទ្យទេខ្ញុំនិយាយគឺឲ្យច្បាស់ចាំនិយាយនោះនេះគឺពិតជាមិនមែនជាគំរូឈាមខាងមន្ទីរពេទ្យទេអត់តាមពិតទៅគឺស្អីគេហ៎លោកចង់និយាយពីអីលទ្ធផលពិនិត្យឈាមនេះពាក់ព័ន្ធស្អាតស្អប់របស់កូនខ្ញុំលោកហ៊ានប៉ះពាល់ដល់ចិត្តឯងឲ្យគេនិយាយចាប់សិនទៅលោកស្រីកុមារឆេវឆាវអីលោកស្រីក្រែងលោកស្រីណាខ្ញុំវាយ៉ាងម៉េចអីយ៉ាចាប់ក្រោកឡើងមិនបានឈប់និយាយហើយចាប់ក្រោកឡើងនិយាយច្បាស់ទៅនិយាយច្បាស់ណែម៉ាក់វាបានហើយអូនវាយគឺឡើងសន្លប់បាត់ហើយយ៉ាងណាគ្រូពេទ្យនៅទីនេះហើយឲ្យកូនបូមឈាមម្ដងទៀតទៅណែបូមឈាមម្ដងទៀតទៅនាំគេចេញទៅបានម្ដងនេះខ្ញុំត្រូវខ្លំមើលពួកគេឲ្យជាប់ខ្ញុំមិនចង់បូមឈាមលើកទី3ទេឈឺណាកុំបារម្ភអី
ចាំទៅដល់ផ្ទះចាំបំពន់សុខភាពឡើងវិញ លោកនិយាយខ្លួនឯងទេណាស្ងៀមម៉ាក់តែម៉ាក់ធ្វើស្អីហ្នឹងម៉ាក់រៀនធ្វើយូហ្គាទៀតទេ កំរាសអើយម៉ាលោកស្រីប៉ាចាំបន្លំស្អីទៀតហើយ ម៉ាក់វាអូនប្រហែលជាចុះឈាមហើយមើលទៅ ប្រហែលហើយលទ្ធផលពិនិត្យឈាមយ៉ាងម៉េចហើយ ហើយយ៉ាអ្នកកុំបារម្ភអីប្រកាសជាដឹងលទ្ធផលច្បាស់ហើយ ដូចជារៀងវិលមុខ អ្នកទាំងអស់គ្នាសូមរងចាំបន្តិចលទ្ធផលពិសោធន៍ចេញមកឥឡូវនេះហើយ ប៉ាខ្ញុំចាក់ទឹកជូនប៉ាពិសាស្ងៀមស្ងៀមអើយប៉ាសើឈីអ្នកឈួតហើយ បាយសៀវឈីប្រភេទឈាមគឺដូចគ្នាបាយអ៊ីងគឺមិនដូចគ្នាទេឬមួយនាងពិតជាបងស្រីខ្ញុំមែន ខ្លាញ់ខ្លាយធានាដូចជូន ហើយផងយេនយូបកស្រាយរឿងនេះឲ្យច្បាស់មកហេតុអ៊ីងនិងខ្ញុំគ្មានជាប់សាច់ឈាមជាមួយគ្នា លោកប្តីមិនអាចទេ មិនអាចទេពីមុនដោយសារតែមានអ៊ីងសំបីមង្គលការក៏យើងមិនរៀបចំទៅចុះលិខិតអាពាហ៍ពិពាហ៍តែម្ដងឥឡូវនាងចង់ប្រាប់ខ្ញុំគេមិនមែនជាកូនបង្ការរបស់ខ្ញុំអីឲ្យខ្ញុំមានមុខមាត់អីទៅបកស្រាយប្រាប់ដូនតាគ្រួសារបាយទៅស្លាប់ទៅស្លាប់ ស្ដាប់ខ្ញុំបកស្រាយសិន ឲ្យខ្ញុំមានមុខមាត់អីទៅបកស្រាយប្រាប់ដូនតាគ្រួសារបាយទៅ សិនប្តី តែខ្ញុំមានពាក្យអីប្រាប់ដូនតាគ្រួសារបាយ ពេលនេះសម្ដីគ្រប់មាត់ដែរគេនិយាយអាចជាផុសតាងសម្រាប់តឡាការលោកស្ដាប់ឲ្យច្បាស់តាកាចាស់ខ្ញុំធុញទ្រាន់នឹងតាកាចាស់ឯយូហើយខ្ញុំស្អប់តែឯងជាទីបំផុតហើយដឹងទេមីក្មេងចង្រៃជាតិក្រោយចាប់ជាតិកន្លែងល្អបន្តិចទៅអ្នកនាងគ្រួសារប៉ាជារបស់កូនស្រីខ្ញុំឈើទោះបីជាកាត់មុនពេលកំណត់អាកាចាស់ភ្លើនោះក៏គេជឿដែរមិនត្រឹមតែសម្រាប់កូនស្រីតាឯង20ឆ្នាំមកនេះតាឯងជួយថែទាំខ្ញុំនិងកូនស្រីខ្ញុំទៀតខ្ញុំប្រាប់តាឯងចុះរាល់ថ្ងៃនេះតាឯងធ្វើល្អដាក់ខ្ញុំមើលថែយកចិត្តទុកដាក់ម្ដាយកូនខ្ញុំមិននឹកស្មានថាឲ្យកូនឯងល្ងងតែពីរនាក់ បិទមាត់ទៅស្រីពិតជាពឹសពុលណាស់ រៀបរាប់បានល្អមែនមិនស្មានថាឆាប់សារភាពយ៉ាងនេះតាមមើលយន្តនេះអាចប្រើជាលើកទី2លោកប្តីអ៊ីងពិតជាកូនបង្កើតបងលោកប្តីបងភ្លេចហើយបងជាអ្នកឃើញគេកើតដោយផ្ទាល់ភ្នែក បិទមាត់ទៅ អើយ ណាស់ជាប្តីនាងថ្ងៃនេះបើកុំតែសៀវឈីធ្វើឲ្យនាងនិយាយពាក្យពិតនាងកុហកយើងដល់ពេលណាទៀតទៅឯងក៏ចឹងដែរឯងដឹងរឿងយូរហើយមែនទេច្រើនឆ្នាំមកនេះពួកយើងតាមរកសៀវឈីមិនឃើញតាមពិតអ្នកទាំងពីរជាចឹងទៅទឹកកសោះ ប៉ាឬមួយមនុស្សសេចក្ដីណាយើងជាង20ឆ្នាំខ្លាំងទេមែនទេ បិទមាត់ទៅពួកឯងទាំងពីរចាប់ពីថ្ងៃនេះទៅថយចេញពីគ្រួសារប៉យ អត់ទេខ្ញុំជាកូនស្រីគ្រួសារប៉ាកំដេចខ្ញុំចេញអីរឿងទាំងអស់នេះអត់ពាក់ព័ន្ធនឹងខ្ញុំទេត្រូវហើយគឺម៉ាក់ជាអ្នកធ្វើអត់ពាក់ព័ន្ធជាមួយខ្ញុំទេគឺម៉ាក់ធ្វើទាំងអស់ខ្ញុំមិនដឹងរឿងទេ បិទមាត់ លោកប្តីអ៊ីងគ្មានកំហុសទេបងចិញ្ចឹមគេជាង20ឆ្នាំហើយបើចង់ឈប់ចិញ្ចឹមគេថ្ងៃក្រោយឲ្យគេទៅណាអញ្ចេះទៅបងដេញខ្ញុំចេញក៏បានដែរប៉ុន្តែទុកអ៊ីងឲ្យនៅជាមួយបងបានទេលោកប្តីអើ បិទមា យ ត់ទៅណាជាប្តីនាងពួកឯងឆាប់អូម្ដាយកូននេះចេញទៅក្រៅភ្លាមគ្រាន់តែឃើញគឺរអាមហើយ អត់ទេកុំអីលោកប្តីកុំដេញខ្ញុំចេញអីអ៊ីងលោកប៉ាឥឡូវនេះជាខ្ញុំឲ្យមែនទេ នេះមិនបាច់មិញឯងហៅថាម៉េចហើយម្ដងទៀតទៅមើលដើម្បីឲ្យប៉ាបានស្ដាប់បន្តិចហើយយកចាត់ឆ្នាំមកនេះលំបាកដល់កូនហើយណាតែកូនចង់បានអីកូននិយាយប្រាប់ប៉ាមកមើលណាប៉ានៅពៅសងវិញណាបាទទេ
តាមមកទៅវាសនាក្រីក្រខ្ញុំថ្ងៃនេះត្រូវបំផ្លាញចោលហើយ បងស្រីទីបំផុតរកឯងឃើញវិញហើយមកពីពួកយើងមិនល្អឯងឈរនៅចំពោះមុខយើងច្បាស់ណាស់ប៉ុន្តែចំណាំមិនបានឲ្យបងសុំទោស ពេលមុនខ្ញុំនិយាយឡើងសឹកបបោមាត់គ្មានអ្នកណាជឿចាត់ទុកថាប៉ៃអ៊ីងជាកូនស្រីសំណាប់ឥឡូវមកនិយាយសុំទោសបានប្រយោជន៍អីប្រាប់អ្នកទាំងពីរតែវាមិនទាន់ហួសពេលទេឲ្យតែមានដុំមាសគ្រប់គ្រាន់ខ្ញុំអាចពិចារណាអភ័យទោសឲ្យ ហេល្អប៉ាមានដុំមីច្រើនណាស់ឯងចង់បានប្រមាថប៉ាឲ្យឯងទាំងអស់ណាត្រូវហើយបងក៏ឲ្យឯងទាំងអស់ដែរសឺឈីហើយចោះបងអូនលែងត្រូវការបងហើយ បងនៅតែជារបស់អូនដដែល